ពួកនេះជាអន្តរជាតិកំណើតមួយណាពួកនេះជាឃ្លាពុជាកំណើតមួយពួកនេះជាសង្សេតជាកំណើតមួយហើយពួកនេះជាអោបបាតិកៈកំណើតមួយមនាវិខុទាំងឡាយកំណើតរបស់នេះមាន4យ៉ាងនេះឯងទៀតណាហើយយើងស្ដាប់ហើយនឹងបានសន្ទនាពិចារណាក្នុងបដិច្ចសមុបាទធម៌ទាំងអស់គ្នាបាទអរគុណបងអូនសុហាយហ្នឹងហើយយើងសំឡេងឮច្បាស់ល្អហើយសៅសង្វាទៅបាទសូមគោរពបងសៀងហុងមួយហៀងណាផលីទៅហើយអន្តរជាតិកំណើតហ្នឹងគឺនាគដែលកើតនៅក្នុងសុទ្ធកំណើតនាគមាន4ណានាគកើតនៅក្នុងសុទ្ធហ្នឹងគឺដូចនៅក្នុងពងមាន់អញ្ចឹងណាជាលាពុជាកំណើតគឺកើតនៅក្នុងស្បូននឹងដូចមនុស្សណាហើយសង្សេតជាកំណើតហ្នឹងគឺកើតនៅក្នុងទីស្មោកគ្រោកហ្នឹងហើយទី4គឺអោបបាតិកៈកំណើតហ្នឹងគឺកើតរហ័សនឹងហាក់ដូចជាផុសឡើងអញ្ចឹងកើតភ្លាមធំភ្លាមប្រកបវឹបនឹងនាគដែលជាអោបបាតិកៈកំណើតរបស់នាគហ្នឹងមាន4ហ្នឹងភិក្ខុទាំងឡាយលោកសន្ទនាគ្នាទេណាហើយបានព្រះអង្គទ្រង់ត្រាស់សម្ដែងពីកំណើតនាគ4យ៉ាងនឹងឯងទៀតនឹងបន្តមកមានភិក្ខុមួយរូបហ្នឹងក៏ក្រាបទូលសួរព្រះដ៏មានពភាកណាថ្វាយបង្គំព្រះអង្គហើយក៏ក្រាបបង្គំទូលសួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនហេតុដូចម្ដេចបច្ច័យដូចម្ដេចនឹងដែលនាំឲ្យពួកនាគខ្លះជាអន្តរជាតិកំណើតក្នុងលោកនេះរក្សាឧបោសថណាហេតុដូចម្ដេចបច្ច័យដូចម្ដេចដែលនាំឲ្យពួកនាគហ្នឹងរក្សាឧបោសថទៀតណាពួកនាគគេរក្សាឧបោសថដែរណាញាតិញោមណាឧបោសថមិនណាមានតែណាមនុស្សយើងទេណាសំបីតែនាគក៏រក្សាឧបោសថដែរហើយនាគរក្សាឧបោសថគឺឡើងជាឧបោសថទៅទោះបីអត់ចេះភាសាបាលីពោលនិយាយបាលីក៏ដោយណាហើយយើងចង្ការយើងថាការរក្សាឧបោសថហ្នឹងតើតែមានបញ្ចេញជាវាចាអីចឹងទេប៉ុន្តែនាគរក្សាឧបោសថអត់មានបានចេញជាវាចាអីទេគ្រាន់តែអធិដ្ឋានឧបោសថក្នុងចិត្តអីចឹងទៅទៀតណាហើយបានព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនាលភិក្ខុពួកនាគជាអន្តរជាតិខ្លះក្នុងលោកនេះមានសេចក្តីត្រេះរិះយ៉ាងនេះថាកាលពីដើមពួកយើងធ្វើអំពើទាំងពីរគឺកុសលនិងអកុសលដោយកាយធ្វើអំពើទាំងពីរគឺកុសលនិងអកុសលដោយវាចាធ្វើអំពើទាំងពីរគឺកុសលនិងអកុសលដោយចិត្តណាពួកយើងទាំងនោះព្រោះតែធ្វើអំពើទាំងពីរដោយកាយធ្វើអំពើទាំងពីរដោយវាចាធ្វើអំពើទាំងពីរដោយចិត្តលុះបែកធ្លាយរាងកាយបន្ទាប់ពីសេចក្តីស្លាប់ទៅក៏ទៅកើតជាមួយនឹងពួកនាគជាអន្តរជាតិកំណើតប្រសិនបើឥឡូវនេះពួកយើងប្រព្រឹត្តសុចរិតដោយកាយប្រព្រឹត្តសុចរិតដោយវាចាប្រព្រឹត្តសុចរិតដោយចិត្តលុះពួកយើងបែកធ្លាយរាងកាយបន្ទាប់ពីសេចក្តីស្លាប់ទៅនឹងបានទៅកើតក្នុងសុគតិសួគ៌ទេវលោកដោយហេតុយ៉ាងនេះពុំខានបើដូច្នោះមានតែពួកយើងប្រព្រឹត្តសុចរិតដោយកាយប្រព្រឹត្តសុចរិតដោយវាចាប្រព្រឹត្តសុចរិតដោយចិត្តមនាលភិក្ខុនេះជាហេតុនេះជាបច្ច័យដែលនាំឲ្យនាគពួកខ្លះជាអន្តរជាតិកំណើតក្នុងលោកនេះរក្សាឧបោសថផងមានកាយលះបង់ព្រោះមិនអើពើនឹងសេចក្តីអន្តរាយពីអាយលំពាយណានាគហ្នឹងរក្សាឧបោសថពីព្រោះនាគហ្នឹងមានសេចក្តីត្រេះរិះណានាគហ្នឹងគេគិតណានឹងពួកយើងកាលដែល
ពួកយើងនៅក្នុងកំណើតមនុស្សពីជាតិមុនហ្នឹងគឺធ្វើអំពើជាកុសលនិងអកុសលហ្នឹងធ្វើអំពើទាំងពីរហ្នឹងដោយកាយដោយវាចាដោយចិត្តហ្នឹងអញ្ចឹងទៅលុះបែកធ្លាយរាងកាយស្លាប់ទៅក៏ទៅកើតជាមួយពួកនាគទៀតហ្នឹងហើយនាគហ្នឹងចេះហ្នឹងនាគហ្នឹងគិតដឹងអញ្ចឹងដឹងថាខ្លួនឯងកើតមកជានាគហ្នឹងដោយសារធ្វើអំពើទាំងពីរហ្នឹងដែលយើងចំណាំតែនិយាយថាបុណ្យក៏ធ្វើបាបក៏ធ្វើហ្នឹងទៀតណាអ្នកដែលបុគ្គលធ្វើអំពើទាំងពីរដោយកាយដោយវាចាដោយចិត្តហ្នឹងធ្វើកុសលអកុសលដោយកាយដោយវាចាដោយចិត្តមានន័យថាបុគ្គលនឹងធ្វើអំពើទាំងពីរគឺកុសលនិងអកុសលនឹងដែលយើងចំណាំមានណាបុគ្គលនឹងបាបក៏ធ្វើបុណ្យក៏ធ្វើដែរបាបក៏ធ្វើបុណ្យក៏ធ្វើហ្នឹងបុគ្គលហ្នឹងកាលដែលស្លាប់ទៅរមែងទៅកើតជាមួយនឹងពពួកនាគហ្នឹងហើយនាគហ្នឹងដឹងខ្លួនទៀតនាគហ្នឹងទៀតណាដឹងថាដែលយើងកើតមកក្នុងកំណើតនាគនេះមកពីយើងធ្វើអំពើទាំងពីរគឺកុសលនិងអកុសលតាមផ្លូវកាយធ្វើនៅកុសលនិងអកុសលដោយចិត្តធ្វើនៅកុសលនិងអកុសលដោយវាចាកាយវាចាចិត្តហ្នឹងហើយដល់ពេលនាគហ្នឹងដឹងទៀតដឹងថាបើសិនជាពួកយើងប្រព្រឹត្តសុចរិតដោយកាយប្រព្រឹត្តសុចរិតដោយវាចាប្រព្រឹត្តសុចរិតដោយចិត្តកាលដែលពួកយើងលះបង់អត្តភាពជានាគនេះហើយរមែងទៅកាន់សុគតិសួគ៌ទេវលោកនាគហ្នឹងដឹងដូច្នោះហើយបានជានាគនឹងឯងគឺរក្សាឧបោសថធ្វើឲ្យនាគហ្នឹងរក្សាឧបោសថទៅទៀតហើយញាតិញោមពុទ្ធបរិស័ទពិចារណាមើលទៀតព្រះដ៏មានពភាព្រះអង្គទ្រង់ត្រាស់សម្ដែងពីបុគ្គលដែលធ្វើអំពើទាំងពីរដោយកាយដោយវាចាដោយចិត្តហ្នឹងគឺកុសលនិងអកុសលហ្នឹងដល់ទៅពេលស្លាប់ទៅក៏ទៅកើតជានាគហើយនាគហ្នឹងដឹងទៀតហ្នឹងយើងស្ដាប់ព្រះអង្គទ្រង់ត្រាស់សម្ដែងមកអញ្ចឹងទៀតដោយវោហារទេសនានៅក្នុងបុគ្គលបញ្ញត្តិបុគ្គលនេះជាមនុស្សជានាគជាដំរីជាទេវតាហ្នឹងក៏ប៉ុន្តែឥឡូវយើងមើលថាធ្វើអំពើទាំងពីរគឺកុសលនិងអកុសលដោយកាយដោយវាចាដោយចិត្តអញ្ចឹងមានន័យថានេះបុគ្គលធ្វើកុសលក៏ធ្វើអកុសលក៏ធ្វើហ្នឹងបុណ្យក៏ធ្វើបាបក៏ធ្វើហ្នឹងហើយដល់ទៅពេលកើតនៅក្នុងកំណើតនាគហ្នឹងសម្បូរទ្រព្យទៀតទេណាកន្លែងហ្នឹងយើងដឹងទៅកើតនៅក្នុងកំណើតនាគហ្នឹងគឺជាផលរបស់អកុសលកម្មដល់ទៅពេលមានទ្រព្យសម្បត្តិមាសប្រាក់ដូចទេវតាអញ្ចឹងអាហ្នឹងគឺជាផលរបស់កុសលហ្នឹងហើយពុទ្ធបរិស័ទពិចារណាមើលកុសលអកុសលហ្នឹងមិនជាអភិសង្ខារសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យមានបញ្ញភិសង្ខារអបញ្ញភិសង្ខារដល់ទៅពេលបដិសន្ធិនៅក្នុងកំណើតនេះវាមិនមែនបុគ្គលទៅពីមនុស្សនេះទៅទេគឺបដិសន្ធិនៅក្នុងកំណើតនេះហ្នឹងគឺជាផលរបស់អកុសលកម្មដូច្នេះពុទ្ធបរិស័ទពិចារណាក្នុងបដិច្ចសមុបាទធម៌មើលទៀតហ្នឹងហើយនាគខ្លះគិតយ៉ាងនេះភិក្ខុមួយរូបក៏ចូលទៅសួរព្រះអង្គទៀតថាអ្វីជាហេតុអ្វីជាបច្ច័យដែលធ្វើឲ្យនាគពួកខ្លះជាអោបបាតិកៈកំណើតរក្សាឧបោសថហើយនាគនឹងកាលណាដែលនាគហ្នឹងគឺមានចិត្តបដូរផ្ដាច់កាលណាដែលរក្សាឧបោសថហើយសូម្បីត្រូវការបៀតបៀនពីអាយលំពាយគ្រូចាប់ពោះហ្នឹងក៏ដោយក៏នាគហ្នឹងមិនលះបង់សិលដែលសុខចិត្តលះបង់ជីវិតរក្សាឧបោសថហ្នឹងគឺមិនគិតដល់អន្តរាយនៃជីវិតទេ
องตรงตรัสសម្ដែងថាមនាលភិក្ខុពួកអ្នកខ្លះជាអបបាតិកៈកំណើតក្នុងโลกនេះមានសេចក្តីត្រេះរិះថាអ្នកនឹងកើតភ្លាមធំភ្លាមទេកាលពីដើមពួកយើងធ្វើអំពើទាំងពីរដោយកាយធ្វើអំពើទាំងពីរដោយវាចាធ្វើអំពើទាំងពីរដោយចិត្តព្រោះពួកយើងទាំងនោះធ្វើអំពើទាំងពីរដោយកាយធ្វើអំពើទាំងពីរដោយវាចាធ្វើអំពើទាំងពីរដោយចិត្តលុះបែកធ្លាយរាងកាយបន្ទាប់ពីសេចក្តីស្លាប់ទៅក៏ទៅកើតជាមួយនឹងពពួកនាគណានឹងសូម្បីតែកើតជានាគជាអបបាតិកៈកំណើតនឹងហើយក៏ដោយណាណាគឺក៏នៅតែហើយនាគដែលជាអបបាតិកៈកំណើតនឹងមានវិមានអីសម្បត្តិអីនឹងស្ទើរតែដូចទេវតាទៀតទ្រព្យសម្បត្តិនឹងក្រៃលែងណាហើយបានភិក្ខុនឹងចូលទៅសួរព្រះអង្គទៀតថាបបិទ្ធព្រះអង្គដល់ចម្រើនអ្វីជាហេតុអ្វីជាបច្ច័យនឹងដែលនាំឲ្យបុគ្គលខ្លះក្នុងโลกនេះក្នុងកំណើតមនុស្សហ្នឹងបែកធ្លាយរាងកាយស្លាប់ទៅកើតជាមួយនឹងពួកនាគនឹងមនាលភិក្ខុបុគ្គលក្នុងโลกនេះជាអ្នកធ្វើអំពើទាំងពីរដោយកាយធ្វើអំពើទាំងពីរដោយវាចាធ្វើអំពើទាំងពីរដោយចិត្តបុគ្គលនោះឮថាពួកនាគហ្នឹងមានអាយុវែងមានសម្បុរល្អបុគ្គលនោះក៏មានសេចក្តីត្រេះរិះថាធ្វើដូចដេចណោះអាត្មាអញដល់បែកធ្លាយរាងកាយស្លាប់ទៅក៏ទៅកើតជាមួយនឹងពួកនាគណាហ្នឹងគឺអ្នកដែលទៅកើតជាមួយនឹងពួកនាគហ្នឹងទៀតហ្នឹងគឺធ្វើមិនដេចទៅដើម្បីឲ្យយើងបានទៅកើតជាមួយនឹងពួកនាគណាបុគ្គលហ្នឹងក៏ណាបានឲ្យទានបាយទឹកឲ្យសម្ពុតឲ្យជានផ្កាកម្រងគ្រឿងកោបណាឲ្យគ្រឿងលាបទីដេកទីសម្រានស្នាក់អាស្រ័យឲ្យប្រតិបហ្នឹងមានន័យថាបុគ្គលហ្នឹងធ្វើទានទៀតតែបុគ្គលហ្នឹងគឺណាបុណ្យក៏ធ្វើបាបក៏ធ្វើហ្នឹងកុសលក៏ធ្វើអកុសលហ្នឹងក៏ធ្វើហើយលើថាពួកនាគហ្នឹងមានអាយុវែងមានសម្បុរល្អណាពួកនាគហ្នឹងមានពណ៌ល្អពណ៌របស់នាគទៀតណាកន្លែងណាសក៏សស្អាតកន្លែងណាខៀវក៏ខៀវស្អាតកន្លែងណាក្រហមក៏ក្រហមស្អាតចឹងទៅពណ៌សម្បុររបស់នាគហ្នឹងមានសម្បុរល្អស្អាតណាញាតិញោមធ្លាប់ឃើញសម្បុរត្រីក្រឹមទេណាសម្បុរត្រីក្រឹមនៅពេលដែលវាអួតណាវាមានសម្បុរស្អាតនាគហ្នឹងសម្បុរស្អាតអញ្ចឹងហើយបុគ្គលពួកខ្លះហ្នឹងឮថានាគហ្នឹងមានអាយុវែងមានសម្បុរល្អស្រឡាញ់ពណ៌សម្បុរហ្នឹងណាអញ្ចឹងទៅក៏ធ្វើទានអញ្ចឹងទៅតែទោះបីធ្វើទានធ្វើបុណ្យតែអកុសលទៅធ្វើហ្នឹងឯងបុណ្យក៏ធ្វើបាបក៏ធ្វើហ្នឹងទៀតណាមានន័យថាធ្វើអំពើទាំងពីរដោយកាយធ្វើអំពើទាំងពីរដោយវាចាធ្វើអំពើទាំងពីរដោយចិត្តបុគ្គលដែលនៅក្នុងโลกហ្នឹងដល់ទៅពេលបែកធ្លាយរាងកាយស្លាប់ទៅក៏ទៅកើតជាមួយពពួកនាគអញ្ចឹងទៅណាមាននាគទាំងក្នុងកំណើតទាំង4ហ្នឹងឯងទៀតហើយពួកនាគហ្នឹងមានសម្បុរល្អហ្នឹងណាហ្នឹងឯងដែលថាណាហេតុបច្ច័យដែលនាំឲ្យបុគ្គលពួកមួយក្នុងโลกនេះលុះលះបង់រាងកាយស្លាប់ពីโลกនេះទៅរមែងទៅកើតជាមួយពួកនាគដោយសារអីគឺដោយសារបុគ្គលនោះធ្វើអំពើទាំងពីរដោយកាយដោយវាចាដោយចិត្តមានន័យថាកុសលក៏ធ្វើអកុសលក៏ធ្វើអញ្ចឹងបុគ្គលណាបាបក៏ធ្វើបុណ្យក៏ធ្វើនេះឯងណាគឺរមែងទៅកើតជានាគបាទនាគមានទេណានៅក្រោមភ្នំវេភិរៈហ្នឹងមានពិភពនាគមួយដែលមានណាបរិវេណប្រមាណ500យោជក្រោមភ្នំវេភិរៈមានពិភពនាគនឹងមួយកន្លែងរងទឹកធំអីហ្នឹងក៏មាននាគនៅទេណាគាត់តែគេអត់ឲ្យយើងឃើញណាអញ្ចឹងយើងស្ដាប់រឿងនាគហ្នឹងញាតិញោមមើលបុគ្គលហ្នឹងគឺនៅក្នុងកំណើតមនុស្សណានាគហ្នឹងគេនៅក្នុងទឹកតែនាគខ្លះអាចឡើងគោកមកបានទៀត
ពីមុនហ្នឹងគឺជាមនុស្សដូចយើងហ្នឹងឥឡូវយើងមើលយើងពិចារណាព្រះអង្គសម្ដែងពីកំណើតនេះហ្នឹងពីមុនបុគ្គលហ្នឹងមនុស្សដូចយើងអញ្ចឹងក៏ប៉ុន្តែបុគ្គលហ្នឹងមានន័យថាបុណ្យក៏ធ្វើបាបក៏ធ្វើមានន័យថាធ្វើអំពើទាំងពីរដោយកាយដោយវាចាដោយចិត្តហ្នឹងកុសលក៏ធ្វើអកុសលក៏ធ្វើទេណាញាតិញោមពុទ្ធបរិស័ទចាំកន្លែងហ្នឹងអ្នកណាដែលកុសលក៏ធ្វើអកុសលក៏ធ្វើហ្នឹងបុគ្គលហ្នឹងស្លាប់ហើយរមែងទៅកើតជានាគហ្នឹងដែលទៅកើតជានាគហ្នឹងគឺជាផលរបស់អកុសលកម្មដល់តែពេលកើតជានាគហើយសម្បូរសម្បត្តិមានទ្រព្យមាសពេជ្រអីច្រើនហ្នឹងមានសម្បុរល្អហ្នឹងគឺជាផលរបស់ទានទានហ្នឹងគឺឧបការៈទានណាឧបការៈសំបីបុគ្គលហ្នឹងកើតនៅក្នុងកំណើតជានាគហើយហ្នឹងឲ្យជានាគសម្បូរទ្រព្យសម្បត្តិដូចទឹកអញ្ចឹងរូបក៏ល្អដែរហ្នឹងដូច្នេះយើងឃើញកុសលនិងអកុសលគឺឲ្យផលផ្សេងគ្នាណាអញ្ចឹងយើងមើលពុទ្ធបរិស័ទពិចារណាទៅរាល់ថ្ងៃនេះយើងកុសលក៏ធ្វើអកុសលក៏ធ្វើឬក៏ធ្វើតែកុសលរាល់ថ្ងៃទេណារាល់ថ្ងៃហ្នឹងអកុសលក៏ធ្វើកុសលក៏ធ្វើឬក៏ធ្វើតែកុសលបាទហ្នឹងហើយសូមគោរពលោកប្អូនមហាឧត្តមសេនីយ៍ទៀតនឹងគោរពពុទ្ធបរិស័ទសារាយជូសារាយបាទហ្នឹងហើយពុទ្ធបរិស័ទយើងពិចារណាពីរឿងដែលនាំឲ្យកើតទៅជានាគហ្នឹងចាំកន្លែងហ្នឹងហ្នឹងហើយបងសុខនធ្វើទាំងពីរកុសលក៏ធ្វើអកុសលក៏ធ្វើណែព្រះអង្គសម្ដែងចាំកន្លែងហ្នឹងនាគគេដឹងអញ្ចឹងដែលយើងកើតមកជានាគហ្នឹងណាព្រះអង្គសម្ដែងឲ្យថាបុគ្គលពួកមួយក្នុងលោកនេះគឺធ្វើអំពើទាំងពីរដោយកាយដោយវាចាដោយចិត្តមានន័យថាអកុសលតាមផ្លូវកាយក៏ធ្វើកុសលហ្នឹងក៏ធ្វើតាមផ្លូវវាចាតាមផ្លូវចិត្តនឹងឯងកុសលនឹងឯងក៏ធ្វើអកុសលក៏ធ្វើហ្នឹងអញ្ចឹងបុគ្គលដែលធ្វើទាំងបុណ្យធ្វើទាំងបាបហ្នឹងដល់ទៅពេលលះបង់លោកនេះហើយទៅកើតជានាគហ្នឹងទៀតភិក្ខុលោកសន្ទនាគ្នាអញ្ចឹងថាអ្វីជាហេតុអ្វីជាបច្ច័យដែលធ្វើឲ្យបុគ្គលពួកមួយក្នុងលោកនេះលះបង់លោកនេះហើយទៅកើតជានាគហើយនាគហ្នឹងគឺមានពិភពនាគហ្នឹងទៅមានស្ដេចនាគកញ្ញាអីហ្នឹងមានរូបល្អទេណាហ៊ាននៅធ្វើទាំងពីរទេណាហ្នឹងហើយប្រយ័ត្នអត់រួចពីនាគណាហ្នឹងហើយអញ្ចឹងបើសិនជាគេសួរមកថាហេតុអីបានជាបុគ្គលពួកខ្លះក្នុងលោកនេះលះបង់លោកនេះហើយទៅកើតជានាគអញ្ចឹងព្រះអង្គទ្រង់សម្ដែងហើយថាបុគ្គលពួកមួយក្នុងលោកនេះធ្វើអំពើទាំងពីរដោយកាយដោយវាចាដោយចិត្តនឹងឯងដល់លះបង់លោកនេះហើយក៏រមែងទៅកើតនៅក្នុងកំណើតនាគហើយដល់ទៅពេលនាគហ្នឹងក៏គិតមកដឹងថាដែលយើងមកកើតនៅក្នុងកំណើតនាគនេះនឹងគឺព្រោះយើងធ្វើអំពើទាំងពីរដោយកាយដោយវាចាដោយចិត្តនឹងឯងធ្វើទាំងកុសលអកុសលហើយបាននាគនឹងឯងខំរក្សាឧបោសថនាគហ្នឹងគេនាំគ្នាគិតទៅនាគហ្នឹងនាំគ្នាគិតថាពួកយើងដែលបានមកកើតនៅក្នុងកំណើតនាគនេះព្រោះយើងធ្វើអំពើទាំងពីរគឺកុសលនិងអកុសលដោយកាយដោយវាចាដោយចិត្តឥឡូវនេះពួកយើងនឹងសមាទាននៅកាយសុចរិតប្រព្រឹត្តតែកាយសុចរិតប្រព្រឹត្តតែវចីសុចរិតប្រព្រឹត្តតែមនោសុចរិតកាលណាដែលយើងប្រព្រឹត្តតែសុចរិតហើយកាលណាលះបង់កំណើតអត្តភាពជានាគនេះហើយរមែងទៅកាន់សុគតិសួគ៌ទេវលោក
ហើយព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយនេះជាហេតុនេះជាបច្ច័យដែលធ្វើឲ្យនាគពួកខ្លះរក្សាឧបោសថរក្សាឧបោសថហើយក៏បានទៅកាន់ទេវលោកទៅទៀតហ្នឹងគឺស្ដាប់រឿងនាគទៀតណាញាតិញោមបងហួតថាវាធ្វើតែកុសលទេលោកគ្រូតែគណៈខឹងកើតទុកស្រឡាញ់ចង់បានជាអកុសលដូចធ្វើទាំងពីរអញ្ចឹងហ្នឹងហើយអញ្ចឹងគឺឥឡូវយើងមើលយើងមើលនៅពេលដែលធ្វើនៅអកុសលនៅពេលដែលធ្វើអកុសលទេណាអកុសលនេះគឺជាអបញ្ញភិសង្ខារមានន័យថាអកុសលចេតនាហើយអកុសលចេតនាហ្នឹងមិនមែននាគទេណាមកថាឥឡូវយើងនៅក្នុងកំណើតមនុស្សនេះនឹងជាអបញ្ញភិសង្ខារអញ្ចឹងអបញ្ញភិសង្ខារហ្នឹងគឺជាអកុសលការសម្លាប់សត្វជាដើមហ្នឹងគឺជាអកុសលហើយទៀតហ្នឹងហើយដល់ទៅពេលអ្នកហ្នឹងសម្លាប់សត្វមែនប៉ុន្តែគាត់ជាអ្នកធ្វើទានទេធ្វើទានចិត្តទូលាយធ្វើទានកក្រឹកកក្រែងប៉ុន្តែគាត់នៅសម្លាប់សត្វអីចឹងទៅអញ្ចឹងមានន័យគាត់ធ្វើទាំងបុណ្យធ្វើទាំងបាបមានន័យថាធ្វើទាំងកុសលធ្វើទាំងអកុសលអញ្ចឹងកុសលចេតនានេះគឺជាបុណ្យអកុសលចេតនាមានការសម្លាប់សត្វជាដើមនេះអាហ្នឹងគឺជាបាបអញ្ចឹងមានន័យថាជីវិតរបស់បុគ្គលហ្នឹងគឺធ្វើអំពើទាំងកុសលទាំងអកុសលហ្នឹងដល់តែពេលទៅកើតនៅក្នុងកំណើតនាគអញ្ចឹងនៅក្នុងកំណើតនាគហ្នឹងគឺបដិសន្ធិទៅមានពួកនាគខ្លះហ្នឹងជាអបបាតិកៈកំណើតធំភ្លាមហើយនាគខ្លះហ្នឹងគឺអាចកលាខ្លួនមកជាមនុស្សអីបានជាមនុស្សអីទៅសុំព្រះអង្គបួសអីចឹងទៅប៉ុន្តែចាំមួយបើសិនជានាគកលាខ្លួនមកជាមនុស្សប្រុសមកជាបរិសុទ្ធនាគអត់ចេះព្រិចភ្នែកទេនាគហ្នឹងគេនាគដែលមានឫទ្ធិទេណានាគដែលមានឫទ្ធិហ្នឹងគឺអាចប្រែកលាខ្លួនមកជាមនុស្សបានបើជួបមនុស្សប្រុសណាពេលយប់ពលប់អីសលឹងមុខទៅអត់ចេះព្រិចភ្នែកទេភ្នែកហ្នឹងនៅប្រឈរឆ្កឹងអញ្ចឹងទៅហ្នឹងដឹងតែមិនមនុស្សហើយមិនស្រួលនាគប្រែខ្លួនហើយហ្នឹងហើយអញ្ចឹងយើងមើលដល់តែពេលបដិសន្ធិនៅក្នុងកំណើតមនុស្សនេះជាផលរបស់អកុសលទេហ្នឹងហើយនាគហ្នឹងបើកភ្នែកត្រឹងរហូតចឹងអត់ចេះព្រិចភ្នែកទេចំណាំទុកទេណាហ្នឹងសូមគោរពអូនពុទ្ធសាធុណាអញ្ចឹងយើងមើលនៅក្នុងកំណើតមនុស្សនេះអកុសលហើយបុគ្គលហ្នឹងឲ្យទានទៀតដល់ទៅពេលនៅក្នុងទៅកើតជាកំណើតនាគហ្នឹងមាននាគកញ្ញាហ្នឹងរាប់រយ 400-500 អញ្ចឹងទៅហ្នឹងហើយអញ្ចឹងស៊ីឋានទៅមើលមុខប្តីសិនមើលប្តីហ្នឹងចេះព្រិចភ្នែកអត់ឬអត់ចេះព្រិចភ្នែកមុខអានាគអែមហ្នឹងញាតិញោមចាំមើលមុខពស់ពស់អីហ្នឹងពស់មានតែចេះព្រិចភ្នែកអីហ្នឹងហើយអញ្ចឹងយើងបានស្ដាប់រឿងពីកំណើតនេះហើយយើងគិតទៅដល់នេះបញ្ញភិសង្ខាអបញ្ញភិសង្ខាក្នុងបដិច្ចៈ
สมุปบาทโทเด่นนะปฏิจจสมุปบาทโทนั้นโทได้อาศัยเคลียการลางนั้นมีในท่าบุคคลนั้นในขนมกำเนิดมนุษย์นี้เพื่อเตียงกุศลเพื่อเตียงอกุศลเพื่อเตียงบุญบาปเราไปประเดชสัมที่ในขนมกำเนิดนี้อันนั้นคือจุดพอระบอกุศลกรรมนะเอาพอได้มีอัตภีบจีเนียมีสมบูรณ์ละอมีโภคสมบัติตรอบสมบัติเนียนั่งด้วยสมบัติเทวดาจังอาหารด้วยอาหารตับไอจังนั่นเองนะนั่นคือเอาปาติกะกำเนิดปัจจัยเนียคลานั้นคือนะมีอาหารคือสัตว์ของกายไปยังไงนะระบอเกนั่นคือปราประจงเสดียงโดยระบอตับเครื่องอลังกายนั่งเป็นแต่อาหารเป็นอาหารตับไปนะก็มาโตอาหารนั่นคือมีสัตว์ของกายจีอาหารนี่นั่งนะปัจจัยก็เกมีนรูปบีบที่อาหารโดยอาหารตับพองได้นั่นแหละแต่อาหารได้งันกับบอเนียนั่นคือกองไก่เหมือนกันจริงนะใส่เน็ตบางเรียงยมสำลังเกมันประปริกไม้กระทากานะบานั่งไงฝนก็อัดปริกให้ได้เตวดาไอ้อามนุษย์ไอ้อัดปริกให้จีนะนั่งไงโกนกอัดนะฮะงันแบบนี้ไงปัจจัยก็เกมีอาหารไอ้โดยเชี่ยหาตับบอกเกยังพองได้หาเซนี่ก็มีได้ว่างันยังเก่งไก่หน่อยอย่าน่าโจจักไก่นั่นเลยไปเชียดมุนแบบนี้นั่นก็ดังนะจังยังปิจารณาดอลปฏิจจสมุปบาทโทเตียนนึกขนองอัตภีรขนองกลมหนานี้ยังชื่อมนุษย์ยังเคยvậyแม้นมันแม้นบุคคลนั้นชื่อมนุษย์ให้ทราบว่าแต่กายtới nơi tớiมนุษย์แต่ได้รูปเรียงมนุษย์แต่ได้เลยนะเตียนนะmà là mấy xua mấy bề liệt để bật này cho đó nè chạm từ mơ khuôn ai nhỉ chạm chụp nịa xua nịa để bật này cho con cài bao nè chân dân mơ ạt tập hiệp nè cô sol cô sol lấy dân trời chăm vậyให้យើងពិចារណាដល់បញ្ញភិសង្ខាអបញ្ញភិសង្ខាយើងកើតមកនៅក្នុងកំណើតមនុស្សនេះណាកើតនៅក្នុងកំណើតមនុស្សនេះយើងមានរូបរាងអត្តភាពជាមនុស្សណាមានន័យថាផលរបស់កុសលធ្វើឲ្យយើងកើតមកអត្តភាពជាមនុស្សមានអវយវៈមានដៃជើងមានភ្នែកមានក្បាលរូបរាងសន្តានហ្នឹងគឺជាមនុស្សក៏ប៉ុន្តែប្រសិនបើយើងស្លាប់ពីជាតិនេះទៅហើយបើសិនជាអកុសលនឹងឲ្យផលវិញអត្តភាពជាមនុស្សបែបនេះគឺអត់មានទៀតទេបើថាឲ្យផលអកុសលនឹងឲ្យផលវិញអត្តភាពវាដូរទៅជានាគទៅជាអីចឹងទៅជាគ្រុឌអីចឹងទៅណាវាអត់មែន
យើងរូបរាងសន្តានជាមនុស្សអញ្ចឹងទៅជាតិក្រោយទៅរាងអញ្ចឹងដដែលទៀតអត់ទេណាដោយភិក្ខុដែលលោកនៅក្នុងកំណើតមនុស្សដល់ទៅពេលលោកសគត់ពីមនុស្សហ្នឹងទៅដោយសារជាប់ជាពាក់នៅក្នុងចីវរទៅជាចៃទៀតហើយដែលជាតិមុនហ្នឹងមនុស្សឲ្យតឡាំងហើយដល់ទៅពេលនេះទៅក៏ទៅជាចៃអញ្ចឹងទៅណាកើតទៅជាចៃបានភ្លាមយ៉ាងទៅជាតិក្រោយហ្នឹងទៅជាចៃទៅណាហើយនាគហ្នឹងទោះបីជាប្រែកាឡាមកជាមនុស្សអាចអីមើលទៅដូចមនុស្សរូបរាងសន្តានដូចមនុស្សប៉ុន្តែដល់ទៅពេលតែដេកលក់ទៅជានាគវិញហើយទៀតហ្នឹងមានរឿងនៅក្នុងពុទ្ធសាសនាព្រះអង្គសម្ដែងហ្នឹងណាមានខ្ញុំមាននិស្ស័យនឹងស្ដាប់រឿងនាគសៃណែតហ្នឹងទៅមកពីនាគនោះទេបានកាចចឹងទៅចឹងឥឡូវបានស្ដាប់រឿងនាគអីទេណាណាហ្នឹងហើយអញ្ចឹងយើងមើលពីអភិសង្ខារនឹងដែលសង្ខារកើតមានព្រោះអវិជ្ជាជាបច្ច័យហ្នឹងគឺបញ្ញភិសង្ខារអបញ្ញភិសង្ខារហើយនឹងអលែងជាភិសង្ខារហ្នឹងហើយដូច្នេះបុគ្គលដែលកើតនៅក្នុងកំណើតនាគហ្នឹងគឺដោយសារបុគ្គលហ្នឹងធ្វើអំពើទាំងពីរដោយកាយធ្វើអំពើទាំងពីរគឺកុសលនិងអកុសលដោយកាយដោយវាចាដោយចិត្តមានន័យថាបុគ្គលហ្នឹងកុសលក៏ធ្វើអកុសលក៏ធ្វើទៀតធ្វើឲ្យបុគ្គលហ្នឹងលះបង់លោកនេះឲ្យរមែងទៅកើតនៅក្នុងកំណើតជាមួយនឹងនាគណានឹងពុទ្ធបរិស័ទបានស្ដាប់រឿងនាគណាណាហើយនឹងឲ្យតមួយទៀតទៅទេណារឿងគ្រុឌមួយទៀតទៅពួកយើងចាប់បដិច្ចសមុបាទធម៌ហើយឥឡូវយើងស្ដាប់ប្រសូតផ្សេងដែលតាក់ទងទៅនឹងអភិសង្ខារសុខនឆ្ងល់ថាហេតុអីបានបំពោះហ្នឹងគេថាហែនាគការពិតហែមនុស្សសោះហ្នឹងណានឹងចាំសួរលោកម្ចាស់អ្នកបួសណាសួរលោកម្ចាស់អ្នកបួសហ្នឹងលោកម្ចាស់ហេតុអីបានកាលបួសគេថាហែនាគនឹងចាំសួរគុណចាស់ណាហ្នឹងរឿងនាគមួយហើយរឿងគ្រុឌណាបុគ្គលហ្នឹងដែលទៅកើតជាគ្រុឌណាគ្រុឌហ្នឹងក៏មានកំណើត4អញ្ចឹងដែរណាមានគ្រុឌជាអោបបាតិកៈកំណើតអីអញ្ចឹងដូចនាគអញ្ចឹងដែរទៀតណាសូមនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំគោរពគុណចាស់គ្រប់ព្រះអង្គទានជាព្រះសង្ឃសាវកនៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរនឹងជាកុលបុត្រដែលចេញจากផ្ទះប្រព្រឹត្តទៅនៅក្នុងធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធទាំងជាអ្នកស្រឡាញ់ត្រេកអរក្នុងព្រះធម៌ដែលព្រះអង្គជាព្រះធម្មរាជាបានប្រកាសសម្ដែងហើយទាំងដល់សាវកមានភិក្ខុសាមណេរឧបាសកឧបាសិកាទាំងនឹងហើយខ្ញុំគណៈក៏បានត្រឡប់មកពីពុទ្ធភូមិទាំងបានទៅបូជាជាមួយគណៈធម្មយាត្រាមានគ្នាចំនួនប្រមាណជា38អង្គរូបណាប្រសង់4អង្គបាសកបាសិកា34រូបនឹងឲ្យបានបូជាផ្កាឈូកមាសសុវណ្ណបុទុមមកគុំណាមិនមកតងទេណាមកគុំយល់ទេ
là ngày miền sặc miền cá miền phai chẳng biết mà cùng ấy nâng không nâng sờ rộp miền tới chất bay thầm lần tiền hay nâng thoại miền thụ bài ra prom tiền phơi vọt bạ để bạt cả bọc sầm ạt tỳ liên chung vinh Maha Vị Hiế nângព្រះស្រីមហាពោធិហើយនឹងថ្វាយនៅព្រះសុគតជ័យវរព្រមទាំងបានចូលកសាងរបងជុំវិញនៃមហាវិហារនឹងនៅជំហៀងខាងត្បូងសរុបគ្នាទៅបានចំនួនទឹកប្រាក់$5,000កសាងរបងណាហ្នឹងហើយដំបូងខ្ញុំកណ្ដាលនឹកឃើញថាមិនបានច្រើនទេវាតិចឯងហើយជាបុណ្យរបស់ពុទ្ធបរិស័ទទៅបានភិក្ខុដែលលោកនៅថែទាំនឹងទៅលោកអញ្ញមរោណាអញ្ចឹងទៅលោកអូសដៃទៅក៏លោកថាលោកចាំមុខខ្ញុំកណ្ដាលហ្នឹងអញ្ចឹងទៅក៏សំណាលនិយាយភាសាអង់គ្លេសទៅក៏បានប្រាប់រឿងរ៉ាវលោកថាចង់កសាងពីព្រោះទៅពីស្រុកខ្មែរនេះមានបំណងចឹងទៅក៏វាមានហេតុធ្វើឲ្យអាចសម្រេចបានតែអញ្ចឹងលោកប្រាប់ពីគម្រោងនៃការជួសជុលរបងហ្នឹងក៏បានប្រាប់ពុទ្ធបរិស័ទទៅចូលគ្នាមកព្រូហ្នឹងបានសរុបទៅ5,000តែអញ្ចឹងទៅក៏បានថ្វាយប្រកេនទៀតហើយនឹងជូនទៅខាងគណៈកម្មការដែលគ្រប់គ្រងនៅទីនោះហ្នឹងអញ្ចឹងគឺយើងបានរបងចំហៀងខាងត្បូងគុណចាស់ណាមួយចំហៀងហ្នឹងទៀតអញ្ចឹងគឺបុណ្យកុសលទាំងអស់នេះព្រមទាំងធម្មទានណាហ្នឹងហើយសម្ដែងពធមានព្រះអង្គគ្រូធម្មាភិរតោជាដើមនឹងលើកប្រកេនគុណចាស់គ្រប់ព្រះអង្គជូនញាតិញោមហ្នឹងហើយបានចូលរួមទៅជាមួយខ្ញុំកណ្ដាលហ្នឹងតិចក្តីច្រើនក្តីណាហ្នឹងហើយឲ្យបានសម្រេចនៅចំណែកបុណ្យច្រើនដូចគ្នាទៀតសូមអនុមោទនាហ្នឹងហើយញាតិញោមអត់គិតចង់ទៅណាហ្នឹងហើយឥឡូវនេះនៅវត្តកល្យាណីយើងហ្នឹងមានឧបាសកឧបាសិកានៅខាងកាណាដាទៀតណាបានផ្ញើប្រាក់មកកសាងរបងវត្តនឹង$1,000ក្រុមញាតិរបស់ឧបាសិកាតែថឹងអ៊ីនឹងគាត់ឧស្សាហ៍ជូនបច្ច័យ4ខ្ញុំទៀតហើយលើកនេះឧបាសិកាតែថឹងអ៊ីនឹងព្រមទាំងកូនចៅនឹងជូនបច្ច័យ4មក50រៀលផងដែរជូនខ្ញុំកណ្ដាលខ្ញុំបាទនឹងហើយឧបាសិកាតែថឹងលៀបនិងកូនចៅតែចិន្តានិងស្វាមីកូនចៅឧបាសកតែកំហុកព្រមទាំងក្រុមគ្រួសារតែឆាយព្រមទាំងក្រុមគ្រួសារនឹង$1,000នេះសម្រាប់ធ្វើរបងវត្តកល្យាណីនឹងហើយសម្រាប់ចង្ហាន់ប្រសង់$100ចៃ4លោកគ្រូ50ចឹងញាតិញោមអនុមោទនាបុណ្យរបស់គាត់ណាគាត់នៅខាងកាណាដាតែសូមអនុមោទនាទៅហ្នឹងហើយហ្នឹងហើយឈ្មោះគាត់នេះទុកដល់ធ្វើរបងទៅសេជូនដាក់គាត់អ្នកឧបត្ថម្ភចឹងលោកមេណាចឹងយើងបានសម្រេចនៅបុណ្យកុសលនៅក្នុងការដែលយើងបំពេញបុណ្យហើយទៅទីនោះគឺមានអ្នកសុំទាននឹងច្រើនណា
là ngày còn dường chun ấy chẳng tới pru mà có chọ vô là ngày hay srul nó cứ thà run dường đù chẳng hết á là ngày phần tai nè xâm tiên đừng ở nâng đừng chỉ ti sờ lạnh bỏ nè nào đừng nghe bỏ bể bỏ rồng po thì sát bể bỏ rồng po thì sát lục po thà nè xâm từng ở nô để thà mình chỉ ti sờ lạnh rồi bỏ lốp mình miền nâng hay dưỡng nè xâm sờ lạnh mà này sờ lạnh thì nè ao vìเป็นชราvìพระบรมโพธิสัตว์đó con cha là ngày ta mà xông nhối prai tật mục ở lời dù mà đón ấy với nó là ngày hay dân riêng cao bằng che sờ lạnh nhẹ xông đấy đăng hay mơ tay triệt năng riêng che on đấy là ngày Prea nè sập cả đờm Prea bờ đông po thì sạt nơi chia xây về địa chia đến lục bàn skill pne oi từ priam nâng hay đào tập pê hay tới lô cò tới chia bọc cồn khỏa pne tiếng pi khang chẳng tới bạn mà chùa thà oi Prea chia nâng bậc ca sa chạ về cha tới pne nâng đọc làng về nhơi đập bể chân tới bờ địa chia lục bậc ca thà là tăng tập bị dương cợt máu cứ thà nè sông na mà nè đại chỉ mình chỉ ti sờ lại như bao dương mình miền là chân lục bậc ca sa chạ về cha và phần nắng phơi để khoai hái đọc làng vịnh thì việc bật rồi bỏ bỏng là hay là tập bể dương tăng bị cợt máu nè oi ná mình chỉ ti sờ lạnh bỏ dương ọt miền nè hệ vật thà nè sống mà đón sơ ấy với tao nhồi đón nè rương xe nè phải tật mục nè dương viên trắng nè ngày bậc ca láng bậc ca nè ná oi lôi tràn nè nâng bậc ca môn kê lục mê nè và men thao lục mi ấy nè như chồng như dương được không nè nà trôi lôi tràn nhưng kế nó bậc cả môn này đi sờ lạnh từ này oi là ngày đây bậc cả côn nè sông ấy đâu ngày môn nó cái sông nhom ấy chẳng á nè là phần tay bờ bờ đông po thì sát lục sờ lạnh nè sông chẳng á tên đó là ngày hay nhiệt nhôm cần vô đấy mấy bàn lục sờ lạnh nè sông thì nè này bị pru nhang con là gia là thua ở cả làng được nông bỏ mình chân tiền là ngày hay dưỡng vì ọt nghề chạy sờ lạnh như nè oi năng pru dưỡng ọt dul bỏ trung tra sầm đai như nè sống tay chỉ tí mình pin chất rồi bỏ nè oi hay nè mình áo còn mình chỉ ti bình chất rồi bao nè sông đài nè để ọt ao ấy nữa là ngày cùng thà dương sọp nè sông tên mà giang cái sông dương hay ọt ao nè sông của sọp dương đôi kia đây nghe đấy là ngày chẳng bàn thà nè sông là ngày mình chỉ ti sờ lạnh rồi bao nè ao ri ai nè mình ao còn mình chỉ ti sờ lạnh rồi bao nè sông đài nâng chẳng bàn dương không bằng ọp brum từ tiền sờ lạnh nè smom về cho sờ lạnh nè sông nắng đôi sờ lạnh ấy nè đôi sờ lạnh cha kẹ đôi sờ lạnh bon nhăng á nè ấy pride sờ lạnh bon đó nè pride sờ lạnh tiền á pro luôn anh từ chữ pride nó đôi xa thì cái đây cầm nành nè anh tiền chẳng tư tha khơi nè sông tiền nó cứ khơi là dương bàn thiệt đó men khơi là dương ọt thế nào còn tay dương ọt bành nhá khơi kia mà sông tiền ánh ọt thiệt đó sôi thằng bật
nàng ngày toàn bàn cài chài phóng mà xong nâng bật đánh vây nè xong tiền nâng tiền nè nàng ngày bịa cùng ruột cùng rơi ấy chẳng tự với vô khơi chẳng hay đó tập bê dân xa đập thua a riêng sốt tràn máu bàn dân đằng ta ở tập bàn khơi cái xóm ánh bàn đi à này vì tờ gì chẳng hay bàn nâng bàn ấy bàn bon hay nực nông lột đi để bảo đảm po để san tha cài dân bị trong sọ đợt ba chương này ọt miên ấy sạch lọ chiêng trà kệ thì nè cài dân á tên đó bị trong sọ đợt ba chương nó để bảo đảm po để san để xây về địa chia nó lục bậc ca thọ ọt miên ở vấy lọ chiêng trà kệ thế trà kệ miền đây à biệt đây trà kệ nó ấy ghế cô sao nặng tiền cứ ca ơi hay bữa ta miền sọ cờ sọ miền sọ bái chui sọ bài miền thâm bánh chư thâm mình miền ấy chư nâng ca dương này mình chẳng nó miền ấy lọ chương trà kệ miền đó nâng miền ấy lọ chương ca thừa tiền chẳng đó tập bê dương khơi nè xong tiền mau nông ti chùm pua một ấy rì ọt thằng ngày nắng bàn thì đó nhộng là bàn bòn thiệt rồi đấy bờ sân thì dương ọt miên sầm ma tật hệ ọt miên pà nhà thế thà mày sôi đằng bật mong từ bộ bạc tốt mà xông lôi nắng khăn rồi mà đón nắng ngày nắng dương ọt miên nơi sầm má tật hệ ọt miên cài vô trời tiền nằng chân dương sắc xa sẽ đập nơi bọn chân tử ban dương khơi nhà sẵn đan chất bao dương nâng về qua bánh nha bình chất tần áo mẹ nói tiền đó qua sọc cục bài giang ở mong nâng ấy thà nè đá áo trao nuôi nhá nực kìm chụp đấy nâng ấy hay áo can ở trán và cả can từ lư hay và cả nhồi diệt nè nó sầm đáy ở dương khơi thả nè dương tươi o tại sờ lạnh tại nè áo hay nè sống dương tọt chật cún là thua nơi cái lại na tới chân nó này kịch khơi đấy rồi cún là thua luôn ai khơi nên chăng kinh khơi nhá tập vào kịch khơi nhỉ là sao thuộc lên tập vào kịch khơi là từ phơi dạng na mình chân đấy là chân dân sẽ đáp từng on đang ở đây thôi ở dân miền Pành Nhà hãy dân miền sẽ thiê những dân sẽ đáp máu vào ruột mỏng tiền miền đó là đại dân ở flop đằng màu tới dân sừng kê bị nứt mờ tới chân mền là dân rồi to ta để na ao dương ấy chân tới cứ thà chạy trôi chặt nè nằng trôi chặt nè ao nằng ấy hay gì ấy cà pia kê tiệt đấy nằng ấy hay nè ao ấy nó cứ men thay dương bằng plek côn kê thế côn kê miền bắc và đây trong gì bị chặt dương đấy hiệp sen bị côn rồi bỏ kế đó nàng vì chọc chùm pẹ nè không rương kỳ ao chẳng tới bán chỉ cá đã rương to chất cho muối nè sông nàng ấy nè đem bàn ao nâng mình chỉ tì bình chật ê còn tay ọt đăng thả nè để sông dương smôm vừa cho nâng á cứ trên nè thưa ao dương sầm rách nơi trà kẹ cứ bon này tớ chùm này nè ao dương con nó thả kê sầm rách bon bỏ cọt nâng mình nè mẹn bàn sầm rạch bòn ởក្នុងចិត្តយើងអីចឹងគ្រាន់តែថាអ្នកឲ្យនឹងគឺមានគុណយ៉ាងពិតប្រាកដនឹងយើងដឹងគុណប្រទៅជាកតញ្ញូមិនចឹងទេណានឹងហើយដឹងគុណអ្នកដែលបានធ្វើសេចក្តីល្អមកលើយើងដោយការធ្វើទានជាបុព្វការីជនអ្នកដែលធ្វើគុណមុនមកលើយើងអាហ្នឹងយើងមិនបដិសេធឲ្យស្អប់អ្នកឲ្យទេថាអញ្ចឹងទៅថាអញ្ចឹងស្អប់អ្នកឲ្យទៅថាមែនទេគឺថាដឹងគុណអ្នកឲ្យប៉ុន្តែហាមចិត្តដែលជាប់ជំពាក់ជាមួយអ្នកឲ្យនោះហ្នឹងហើយយល់លេងចឹងហ្នឹងហើយកុំឲ្យចេះស្រឡាញ់ទៅអ្នកឲ្យឲ្យស្អប់អ្នកសុំអត់ដឹងថាអ្នកសុំនឹងឯងញ៉ាំងចាគេឲ្យកើតឡើងក្នុងសន្តានរបស់យើងទៀត
nằng đôi đại bờ chia pol chẳng cứ thà nè sông na mà nè đại minh chỉ ti sờ lanh rồi bỏ óng mình miền nằng ai tăng bị cợt màu tiền chẳng tới thôi ở phê nằng ấy cứ thà đọc lần với đòi sạch chạ về trà nằng hay dơn chân cao cùng bông thành coi từ tua tiền ấy nơi tì na ấy chẳng đào tập phê khmê như một cái sông ngồi nó thật chẳng ít chặt men tên nè là ngày chẳng cả ban sau ta tới nè là còn tại pram rồi riêng nó thật chẳng ít đâu chẳng ít ô hiểm tránh cha ta nè mình đôi cha ta trai ấy ban phê rồi chẹo vào kênh lột là hột nè đã trong chùm nói nó bình chặt đến chứ nè bình chặt nè chân dân riêng nè xâm lăng mơ côn rồi bỏ bê hà đại dẹ chẳng tới thua ở dân sở lạnh côn nâng điền thua ở dân sở lạnh côn nâng chẳng tới dân trê ó bình chất nâng nâng thua dân sở lạnh côn chân chân nè ngày chất nâng phát đau tờ rô côn rồi bỏ bê hà đại dẹ nâng phát đau tờ rô con là giá nè thua điền nâng rồi bê men tới chất nâng lọ chân tới cứ thả tre rí ta nơi nông rương ca thơ bàn bò để cha anh tình tuổi nó có sờ bài chặt đây nâng ấy chơi màu vọt ấy bài sặc bạc mà tùm nu lấy chân máu và miền đó nè nâng ấy vô máu chun lục dê ngao sặc bạc và kênh lô bục khai nó khai cái đào chẳng rồi à ná đây là chết chẳng từ nắng dân xâm rạch chia bồn của sal chẳng có là giá nó thua nè bằng áo mà rốt có là giá nó thua bằng áo mà rốt thua rồi bỏ sắp bỏ ra nâng còn tại chặt dân bằng áo mà rốt thua rồi bỏ sắp bỏ ra còn nắng bàn sọc có nhiệt nhiều nâng ấy đôi pri mùi này khi tất cả nâng cột còn nó xâm lập mình nụ ôi bề chia 50 ឆ្នាំ55 ឆ្នាំគុណចាស់ហ្នឹងហើយដល់ទៅពេលចាស់ទៅកាប់វាមកកំបិតវាអត់ដាច់ទៅដល់ 3-4 កំបិតចឹងទៅព្រះរាជាឲ្យចូលនិវត្តន៍ទៅហើយកាប់មនុស្សរាល់ថ្ងៃចឹងទៅដែលបានស្លៀកពាក់ខោអាវស្អាតអីថ្ងៃហ្នឹងសម្រាប់កាប់ចឹងទៅគាត់ងូតទឹកលៀងកាយអីស្រួលចឹងទៅវាស្រឡះខ្លួនល្អនឹងថ្ងៃហ្នឹងក៏បានប្រកេនចង្ហាន់ដល់ព្រះសរិបុត្រព្រះសម្មាសម្ពុទ្ធគុណចាស់ណាថ្វាយចង្ហាន់ណាព្រះសរិបុត្រហ្នឹងចាស់ណាហ្នឹងហើយចឹងទៅរហូតដល់គាត់បានស្ដាប់ធម៌ហើយបានបួសផងចាស់ហើយណានឹងឲ្យបានសម្រេចធัวទៀតណាមិនតិចតួចអីទៀតនឹងអញ្ចឹងទៅអាសភាពចិត្តហ្នឹងវាធ្លាប់តែសៅมองមកញាតិញោមហើយក្រោយមកក៏បានជ្រះស្រឡះនឹងឲ្យបានថ្វាយចង្ហាន់អញ្ចឹងទៅក៏មានចិត្តនឹងស្រួលបួលអញ្ចឹងទៅទៀតហើយញាតិញោមពុទ្ធបរិស័ទក៏ដូចគ្នាយើងនឹងបង្អោនមករកកល្យាណធម៌ចិត្តឲ្យល្អនឹងឲ្យកិច្ចការងារយើងធ្វើទំនាក់ទំនងជាមួយអ្នកដទៃអីនឹងការងារណាដែលនាំឲ្យមានសេចក្តីសៅមងឆ្លោះប្រកែកទាស់ទែងនឹងហើយព្រឹត្តទៅជាសេចក្តីប្រកែកប្រកាន់គ្នាយើងកុំធ្វើកុំនិយាយតែម្ដងទៅព្រោះអត់ដែលបានប្រយោជន៍អីទេឧបមាថាពាក្យពេចន៍រឿងរ៉ាវដែលយើងនិយាយចេញទៅវានាំឲ្យឆ្លោះគ្នាយើងកុំនិយាយបានដែរមើលទៅហ្នឹងខ្លះអត់ខ្លះបានហ្នឹងណាយើងខឹងក្រោតទៅយើងទប់ទៅយើងកុំនិយាយឲ្យវា
រសាយទៅវិញទៅដោយសម្លឹងឃើញទាំងយើងឬក៏អ្នកដតីនឹងឯងជាអ្នកប្រាថ្នានៅសេចក្តីសុខនឹងចឹងគឺថាមានខ្លួនឯងជាគ្រឿងឧបមាខ្លួនឯងត្រូវការប្រាថ្នាសេចក្តីសុខយ៉ាងណាអ្នកដតីក៏ប្រាថ្នានៅសេចក្តីសុខដូចគ្នាដូច្នេះមិនគប់បីសម្លាប់មិនគប់បីសម្លាប់ដោយខ្លួនឯងហើយក៏មិនគប់បីប្រើអ្នកដតីឲ្យសម្លាប់មិនគប់បីបៀតបៀនដោយខ្លួនឯងមិនគប់បីប្រើអ្នកដតីឲ្យបៀតបៀននឹងអញ្ចឹងទៅកល្យាណធម៌ចម្រើនឡើងទៀតក្តីល្អជីវិតរបស់គុណម្ចាស់ញាតិញោមពុទ្ធបរិស័ទនឹងឯងគឺបានតាំងនៅក្នុងធម៌របស់សប្បុរសនឹងអញ្ចឹងទៅមានជីវិតរៀបរយនឹងដំណើរនៃជីវិតនឹងស្រួលបួលទៅតែម្ដងទៀតនឹងរោគស៊ីទទួលទានបានតិចច្រើនអីយ៉ាងណាក៏ប្រព្រឹត្តទៅក្នុងសមជីវិតាអញ្ចឹងទៅមិនត្បិតត្បៀតពេកហើយក៏មិនខ្ជះខ្ជាយពេកហ្នឹងហើយអាហ្នឹងដំណើរនឹងឯងដែលធ្វើឲ្យរលត់ទុកមានសេចក្តីទុកក្នុងអបាយជាដើមទៀតហ្នឹងអញ្ចឹងទៅជីវិតរបស់គុណម្ចាស់ញាតិញោមពុទ្ធបរិស័ទហ្នឹងតាំងនៅក្នុងសុចរិតធម៌សមាទាននៅសិលហើយមានប្រក្រតីកំណត់ដឹងកាយក្នុងកាយពិចារណារូបកាយជាធាតុមិនដឹងរូបសក់រោមកញ្ចក់ថ្មិញស្បែកសាច់សរសៃអីហ្នឹងគឺជាធាតុមិនដឹងហើយយើងមានបានធ្វើឲ្យខ្លួនឯងនេះទេនឹងយើងមានបានធ្វើឲ្យខ្លួនឯងអីអត្តភាពកាយនេះត្រូវកម្មវិចិត្រតតែងមកឲ្យមានរៀងរូវសន្តានប៉ុណ្ណឹងចឹងទៅហ្នឹងនៅក្នុងជាតិហ្នឹងបានអត្តភាពជាមនុស្សហើយចុះបើជាតិណាអត្តភាពជាសត្វអត់ជើងអីទៅហ្នឹងហើយដូចជាពស់ទងអីចឹងទៅមានដែលបានមកស្ដាប់ធម៌ដែរហ្នឹងហើយអាហ្នឹងគឺអត្តភាពហ្នឹងវាជាផលរបស់អកុសលកម្មទៅត្រូវតាក់តែងនឹងដែលកើតពីអកុសលចិត្ត12ដួងអកុសលកម្មតាមផ្លូវកាយតាមផ្លូវវាចាតាមផ្លូវចិត្តប្រព្រឹត្តទៅជាអកុសលកម្មបទ10ហ្នឹងវាចេញអំពីអកុសលចិត្តទាំង12ដួងហ្នឹងណាមួយតាមសំគួរហ្នឹងជាបច្ច័យចឹងទៅនឹងវាអត់មានកើតអំពីកុសលទេនឹងអញ្ចឹងកាលណាដែលយើងអត់ជឿនៅក្នុងរឿងកម្មផលក្នុងកុសលកម្មជាបុណ្យអកុសលកម្មជាបាបហ្នឹងក៏យើងប្រព្រឹត្តទៅនៅក្នុងអកុសលកម្មអញ្ចឹងទៅកាលណាបើកម្មហ្នឹងមានឱកាសឲ្យផលហើយរមែងប្រែអត្តភាពទៅជាសត្វតិរិឆានឬក៏ជ្រៅជាងនឹងទៅទៀតប្រែតនរកអសូរកាយអីអញ្ចឹងទៅនឹងអញ្ចឹងហើយបានព្រះអង្គសម្ដែងថាបុគ្គលកាលបើដឹងថាខ្លួនជាទីស្រឡាញ់របស់ខ្លួនហើយត្រូវរក្សាខ្លួនឲ្យល្អពីព្រោះខ្លួននេះគេមិនមែនរកបានដោយងាយទេខ្លួនគឺអត្តភាពជាមនុស្សនេះណាមានអវយវៈគ្រប់គ្រាន់នេះគេមិនមែនរកបានដោយងាយទេនឹងកិរិយាត្រឡប់កើតបានអត្តភាពជាមនុស្សនេះជាការក្រណានឹងអញ្ចឹងបានរក្សាខ្លួនឲ្យល្អហ្នឹងគឺរក្សាខ្លួនឲ្យតាំងនៅក្នុងកាយសុចរិតវិច័យសុចរិតហើយនឹងមេនោសុចរិតអញ្ចឹងគុណចាស់ញាតិញោមពុទ្ធបរិស័ទបរិបូរដោយសុចរិតទាំង3ហើយឬនៅណាតាមផ្លូវកាយសម្បូរហើយឬនៅនៅហ្នឹងហើយគិតខ្លួនឯងហើយតាមផ្លូវវាចាឈប់និយាយពាក្យកុហកពាក្យសោកសៀតឈប់ហើយឬនៅនឹងពាក្យក្រោតក្រៀតជេរស្ដីថាឈប់ហើយអត់តន់ទេឈប់ហើយណាហ្នឹងហើយឲ្យច្បាស់អញ្ចឹងមកហ្នឹងហើយព្រោះពេលដែលយើងនិយាយមិនល្អទៅយើងធ្វើទុកនឹងទុកឲ្យខ្លួនឯងយើងត្រូវយល់អញ្ចឹងហ្នឹងហើយដូចអ្នកអបសុក
từ lệp năm pư dân á miền đấy miền này nào ọc sọc từ lệp năm pư đấy hả mạch bàn mình từ lệp chẳng nó ngày khai ngọp nó chơi sầm manh chẳng á là ngày rô đăng thằng nó về miền tô dạng ná nè về chay tôi chờ đặt nó miền tô thế là ngày ở school về chay tôi chờ đặt nó đố chơi school năm pư chẳng bàn dương về trà pena chặt nàng thang nong cát láng cứ tha sum rule về trà na đo bờ thua bỏ ông chỉ thua thôi ơi từ trẻ ngọp rùm ngọp nửa phơi tốc phơi cái này chẳng mấy cái dương khá đau chết là ngày chẳng tới sum rule chặt nâng tới rồi lật đo presama samput tới chặt nâng riệp rồi vậy nhảy là ngày nó ngay để dương khai ba dương mình thưa báp rồi dương khai lại ba pre đây bộ cô thằng lai pre khay na srop thằng lai mình thưa ba pro lại ba hãy để dân nơi thưa ba nó men mau về ấy mau bị đưa cho mùi ba mau bị mình lại ba ban về dân nơi thưa ba nè dân mình nơi khai han cho mùi ba á là ngày ba đôi phơn chăng nè na pa chay nè nắng là ngày men dân pa chay kê ná mình chân nằng chân bán dương về trời về trả bạp nằng người bọn xâm đành đại dương thì môn tranh bị vọt chế tập buồn máu khơi mình bài trời á nó người bọn bài bề vô được cài màu hại cùng ma từng ọ nằng bờ bạp mình chỉ tì bờ tục mình chỉ tì sẵn lại như là bỏ nẹ tế châu cầm thổi bạp nè bờ khai tục á con cha nó nằng hay tục mình chỉ tì sẵn lại tế cái thai châu cầm thổi bạp cầm sầm lạp sạch nó bọn đại bạp chẳng tiền chẳng dương trẻ đằng chẳng mau bình vô này nòm bạp côn cha á nằng hay chờ tập bạp tới có cùng tại bàn sẽ đạp khla nâng còn anh từ riêng từ na cái đây khơi sạch ấy ruột mình mấy cha lập bức nâng ấy từ riêng mong chật lo tùm nê nó đào tiệm và cùi lên ấy chẳng từ tạm viên lắm á nâng ấy chẳng bạp côn trai cùng ôi biệt biên sạch thì pro bởi giờ mình sầm lạp tế dựng biệt biên đòi đông đây đòi bát đây đòi đầm bòn nắng nè để biệt biên sạch nắng ba bậc cam sa bầm phốt cát mau chữ mình nút trời dạng mệt chạy ót trừ tràn biệt tràn nâng nè để biệt biên sạch đòi bát đây đòi đầm đấy đòi đầm bòn nâng lệ nó rũa men thầm đa thế nó ấy là tập cát mau chữ mình nút này ấy cứ thà trừ tràn tiền chẳng dương để chư trà nó đăng thôi hạt nó về miền cá biệt biến sạch đập tây nằng ai tiền này là pe cát mau chưa mình nuôi dụ lấy nó mau bị ai là ngày mau bị sầm lạp sạch ai dương prap tới côn trai cái còn anh trong ban là dụ về anh còn phải đặt chỉ vật kê mẹ á là ngày chẳng cả cao na để dương phải đặt chỉ vật kê dương ói là dụ lấy từ đo kê chẳng dương có nâng chua bát tê là dụ lấy đôi này nó dương prap chẳng từ hay ba mình trong vì nè phô kẹ sầm bát tế cũng cần vô trộp rồi bao nè đặt tề vậy nó nghe từng ó nâng hay để dương bằng riêng prap côn trai tới sót để dương oi bị giỏi đo côn trai ở ngay cao dương slap bát tới nè côn nó chăm á rồi thôm đằng cái đây là thấu cả nơi tui với máy prap thà cầm oi sầm lạp sạt nòm oi dụ clay cầm oi lùi trọp kê nòm oi vì nè phô kẹ sầm bát nâng cầm oi bậc bật khóc nâng bọt phe để dê nè đợt tây và nâng cứ nòm oi miên sạch trời trà trăm bịa dường chẳng hay cầm oi này dê có họ nòm oi kê mua bằng cách đòi bịa mình bật nâng đây dân trời trăm hay bên này dê sổ xiết nòm oi cả màu nâng cứ thà bạch mật bạch nhiệt hay này dê phá rô sự việc cha cầm rơi nâng cứ thà nòm oi miên sầm đáy mấn bì rùa ấy là tập pe này dê pia rồi rê ắt phải giáo cứ thà nòm oi này dê tới nè đợt tây dê tới nè ná kê sẽ đầm là ngày nắng cứ tô rồi bó xăm phóp và lạp bạc nó dân prap côn trai chân tới tụ bay pe nắng côn nắng thơ cao mình cao cả đói còn tới ban chỉ ca chấm chỉ ca chạy đằng ngày cõi đợt tập pe chua và te rương nắng nứt đo pịa mà đài pịa bục nè bục mà đài ban này nòm dớt chẳng chia phải trái đo cá dasma đấy ọt ỏi thờ nó ấy chia phải giàu chẳng
vô đây tiền là đôi dương nơi tôi ấy nơi cho môi mệt đa bày đa ấy chẳng cá con che priên bật đau dương cha đấy có thay cầm oi phơi ba chẳng đấy dương chẳng cá tới che prap nhiệt đại thay này cầm phơi ba đại là sầm lập sạt ấy nó ba ấy chẳng tới là dương bằng riêng khmê vậy chẳng từ nó ban chia bây giờ chẳng tiền dương chui nó cứ thà oi bột bò để sạt cồn trà ấy nó cứ miền sal tiền là ngày hơi dương khan riêng bạn để trả một bàn nó mà thì dễ là trâu tới đầm bay bằng hơi hay cùng trả miền sầm núi tiền sông mà đặt tên niệm môn Nam Thọ Ratana Taya Sa nhom prang som leកំងអញ្ជលីនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតដែលជារតនៈដ៏ដងឧត្តមប្រសើរពងខ្ពស់លើសលោកនិងសូមចម្រើនពរលោកគ្រូដែលមានវត្តមាននៅក្នុងឱកាសពេលវេលានេះដើម្បីបានឱកាសបានសាកសួរសំណួរដែលលោកគ្រូបានសម្ដែងខាងដើមតេតិនអំពីរឿងកម្មណាដូចជារឿងលោកគ្រូលើកឡើងនិយាយអំពីបរិសម្នាក់ដែលបានធ្វើជាពេជ្ជឃាតសម្លាប់មនុស្សនឹងរហូតទៅដល់ណា55ឆ្នាំអញ្ចឹងលោកគ្រូក៏ហើយបន្ទាប់អំពីការចូលនិវត្តន៍ទៅក៏ណាបានស្ដាប់ធម៌របស់ព្រះសារីបុត្រអីយ៉ាងណាក៏បានសម្រេចធម៌ទៅនឹងរឿងមួយដែលយើងនិយាយអំពីរឿងកម្មដែលសម្លាប់មនុស្សនឹងរហូតទៅដល់ណា55ឆ្នាំឯណោះបើយើងនិយាយអំពីណាការធ្វើហ្នឹងគឺវាច្រើនមែនតើញាតិញោមបាបហ្នឹងណាហ្នឹងហើយមួយទៀតដូចជារឿងណាអង្គុលិមីអីណាដែលត្រូវកាត់សម្លាប់ម្រាមដៃសម្លាប់មនុស្សហើយកាត់យកម្រាមដៃហ្នឹងណាគឺខ្វះតែមួយទៀតគ្រប់1000ម្រាមដៃនឹងឯងណាប៉ុន្តែលោកគ្រូក៏បានបញ្ជាក់ថាបន្ទាប់ពីបរោះនឹងអីបានស្ដាប់ធម៌ទៅហើយជ្រះថ្លាបានបួសក៏បានសម្រេចធម៌ទៅណារឿងហ្នឹងក៏មានការងឿងឆ្ងល់តាក់ទិនអំពីរឿងកម្មដែលណាយើងពាក្យខ្មែរតែនិយាយថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ឬក៏យើងថាធ្វើបាបបានបាបធ្វើបុណ្យបានបុណ្យចុះត្រង់កន្លែងនេះមិនក៏បរោះនឹងឯងស្លាប់មនុស្សនឹងរហូតទៅដល់ណា55ឆ្នាំហើយមិនក៏មិនទទួលផលបាបបែរជាត្រូវបានសម្រេចធម៌យ៉ាងណាទៅវិញណាហើយដែលព្រះអង្គសម្ដែងថាសាពេសតាមរេសន្តិមរណន្តាំងជីវិតាំងយថាកម្មងអីយ៉ាងណានោះថាសត្វទាំងឡាយណាតែងតែនឹងស្លាប់គ្រប់គ្នាព្រោះថាជីវិតរបស់សត្វទាំងឡាយសុទ្ធតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ប្រាណហើយម្យ៉ាងទៀតសត្វទាំងឡាយតែងទទួលយកផលបុណ្យនិងផលបាបហើយនឹងទៅតាមយថាកម្មរៀងខ្លួនណាអ្នកដែលធ្វើបាបទៅកម្មនរកចំណែកអ្នកធ្វើបុណ្យទៅកាន់សុគតិភពអញ្ចឹងនៅក្នុងពុទ្ធដីកាត្រង់នេះបើយើងស្ដាប់មើលទៅថាអ្នកដែលធ្វើបាបគឺត្រូវទទួលបាបណាហើយអ្នកដែលធ្វើបុណ្យគឺត្រូវតែបានសេចក្តីសុខបានទទួលអានិសង្សរបស់បុណ្យជុះបុគ្គលណាដូចបរោះនឹងក្តីដូចណាដូចជាអង្គុលិមីអីក្តីមិនក៏មិនទទួលបាបបែរជាបានស្ដាប់ធម៌យល់ហើយសម្រេចធម៌ទៅវិញនេះគឺងឿងឆ្ងល់តែតិនពីរឿងកម្មហ្នឹងហើយចឹងសូមណាចេញលោកគ្រូបកស្រាយនៅត្រង់ចំណុចនេះសូមអនុមោទនាខ្ញុំកណាសូមកណ្ដាពីលោកម្ចាស់គ្រប់ព្រះអង្គព្រមទាំងលោកគ្រូចូលរួមនៅក្នុងបញ្ហាកម្មចំពោះលោកមាននយោបាយណាលើកជាបញ្ហាតកតងពីរឿងបុគ្គលធ្វើបុណ្យនឹងបាបណាខុសត្រូវយ៉ាងណាចាំមានលោកគ្រូជួយបំពេញបន្ថែមខ្ញុំកណាធ្លាប់សិក្សានៅក្នុងណាបេដកលេខ20ដូចជាបេដកលេខ28លោកគ្រូនៅមហាវិភាំងកសោតណាតកតងពីរឿងកម្មនឹងដែរមហាកម្មវិភាំងកសោតនឹងគឺព្រះអង្គសម្ដែងអំពីរឿងបុគ្គល4ពួកណាបុគ្គលមួយពួកហ្នឹងគឺណាធ្លាប់តែប្រព្រឹត្តនៅអំពើណាទុច្ចរិតទៅតាមផ្លូវកាយវាចាទៅតាមផ្លូវចិត្តអញ្ចឹងទៅបើថាសម្រាប់សត្វហ្នឹងរហូតណាក៏ប៉ុន្តែពេលដែលធ្វើមរណកាលទៅណាបែរទៅកាន់ស្ថានសួគ៌វិញអញ្ចឹងញាតិញោមនឹងគឺធ្លាប់តែប្រព្រឹត្តនៅអំពើបាបទេហើយបុគ្គលមួយពួកទៀត
គឺធ្លាប់ធ្វើតែអំពើបុណ្យទេធ្វើអំពើបុណ្យតែជាកុសលទេក៏ប៉ុន្តែពេលដែលបន្ទាប់ពីស្លាប់ទៅទៅកាន់អបាយភូមិនឹងពីរញាតិញោមហើយនឹងបុគ្គលមួយពួកទៀតគឺធ្វើនៅអំពើអំពើបាបនឹងអំពើបុណ្យជាការធ្វើបាបទៅបាបនឹងឲ្យផលកម្មនឹងឲ្យផលធ្លាក់នរកអញ្ចឹងលោកគ្រូទៅថាបាយភូមិទៅនឹងបុគ្គលមួយពួកទៀតធ្លាប់តែធ្វើតែបុណ្យអញ្ចឹងទៅពេលដែលកម្មនឹងឲ្យផលទៅកើតនៅសុគតិសួគ៌ទេវលោកអញ្ចឹងទៅអញ្ចឹងចូលនៅក្នុងន័យដែលលោកមាននយោបាយបានសាកសួរថាដូចជាអង្គលីមេហើយដូចជាមនុស្សដែលសម្លាប់ធ្លាប់សម្លាប់តែមនុស្ស55ឆ្នាំហ្នឹងដូចជាឈ្មោះថាដូចពុកមាត់ក្រហមលោកគ្រូហ្នឹងហើយបរោះពុកមាត់ក្រហមហ្នឹងឯងនៅក្នុងមហាវិបស្សនាន័យហ្នឹងក៏មានសម្ដែងរឿងរ៉ាវហ្នឹងដែរធ្លាប់តែសម្លាប់សត្វអីចឹងទៅក៏តែបានបួសបានអីហើយក៏បានស្ដាប់ពធអីសម្រាប់អីចឹងទៅដូចលោកគ្រូសម្ដែងមកអញ្ចឹងហ្នឹងគឺតកតងជួនកាលចឹងទៅឧបនិស្ស័យបារមីសន្សំមកហ្នឹងគឺដល់ព្រមអញ្ចឹងគឺកម្មខ្លះហ្នឹងក៏មិនមានឱកាសឲ្យផលនឹងដែរដូចជាអង្គលីមាជាដើមនឹងគឺក្នុងមួយន័យទៅហើយន័យមួយទៀតហ្នឹងនៅក្នុងព្រះអត្តកថាលោកបញ្យល់ថាបុគ្គលដែលធ្លាប់តែធ្វើនៅតែអំពើបាបហ្នឹងក៏ប៉ុន្តែពេលដែលធ្វើមរណកាលហ្នឹងទៅកាន់នៅសុគតិសួគ៌ទេវលោកពេលហ្នឹងគឺតួពេលដែលមរណាសន្នជីវ័នគឺកុសលហ្នឹងគឺមកជ្រែកនៃអកុសលពេលហ្នឹងគឺលោកមកថានឹកឃើញឧបនិស្ស័យធ្លាប់សន្សំមកអំពីអតីតជាតិទេញាតិញោមពេលហ្នឹងចេះក៏នឹករលឹកដោយបុណ្យកុសលដែលខ្លួនបានធ្វើមកជាអារម្មណ៍ពេលហ្នឹងទៅក៏កម្មហ្នឹងរមែងបានឱកាសហ្នឹងឲ្យផលចឹងទៅក៏បានទៅកើតនៅសុគតិសួគ៌ទេវលោកអីចឹងទៅអញ្ចឹងញាតិញោមនឹងនៅក្នុងន័យនឹងមួយទៀតហើយបើសិនជាបុគ្គលមួយពួកទៀតហ្នឹងធ្លាប់ធ្វើតែនៅអំពើដែលជាកុសលក៏ប៉ុន្តែពេលដែលធ្វើមរណៈទៅនឹងទៅកើតនៅក្នុងអបាយភូមិមាននរកប្រាជ្ញតិរិឆានអសុរកាយអីចឹងទៅនឹងតកតងទៅនឹងអកុសលហ្នឹងក៏ឲ្យផលដែរពេលដែលមរណាសន្នជីវ័នហ្នឹងមកដល់នឹករលឹកឃើញអំពើបាបដែលខ្លួនឯងនឹងបានធ្វើមកអញ្ចឹងទៅពេលហ្នឹងមរណាសន្នជីវ័នមកដល់ជ្រាបជ្រែកទៅក៏ធ្លាក់នៅក្នុងអបាយភូមិទៅអញ្ចឹងនៅក្នុងនៃសេចក្តីហ្នឹងគឺធ្លាប់សិក្សាមកចូលរួមមួយលោកគ្រូប៉ុណ្ណឹងសូមអនុមោទនាសាធុទេសូមអនុមោទនានៅបញ្ហាសាកសួរនឹងការបកស្រាយរបស់ព្រះអង្គគ្រូទៀតក្នុងរឿងនេះគឺមានការពោលក្នុងរឿងកម្មរបស់ពួកពាហិរសាសនាពួកនិក្រុនអីចឹងគេថាណាធ្វើកម្មណាច្រើនគឺថាកម្មនឹងឯងឲ្យផលចឹងទៅព្រះអង្គសាកសួរចឹងអ្នកសម្លាប់សត្វក្នុងមួយថ្ងៃហ្នឹងសម្លាប់ឲ្យមិនសម្លាប់ណាច្រើនជាងហ្នឹងថាអត់សម្លាប់ច្រើនជាងចង្កាលមួយថ្ងៃសម្លាប់តែម្ដងហើយអត់សម្លាប់វាច្រើនជាងមិនចឹងហ្នឹងហើយចឹងព្រះអង្គសម្ដែងថាអត់មានអ្នកធ្លាក់នរកអីចឹងពីព្រោះក្នុងមួយថ្ងៃពេលវេលានៃការសម្លាប់វាតែមកតិចជាងហើយអាពេលវេលានៃការអត់សម្លាប់វាច្រើនជាងចឹងណាយ៉ាការអត់សម្លាប់នឹងច្រើនជាងអញ្ចឹងគឺថាគ្មានអ្នកធ្លាក់នៅរស់អីព្រោះមួយថ្ងៃយ៉ាងខ្លាំងសម្លាប់ម្ដងពីរដងប្រហែលអញ្ចឹងណាហើយពេលវេលានៃដែលមិនសម្លាប់នឹងវាច្រើនជាងអញ្ចឹងព្រះអង្គសម្ដែងថាគ្មានអ្នកធ្លាក់នៅរស់អីព្រះអង្គសួរទៅពួកនិក្រុននឹងទៀតនឹងអញ្ចឹងនៅក្នុងសេចក្តីនេះគឺព្រះអង្គពោលថាបុគ្គលណាធ្វើបាបកម្មហើយស្លាប់ដឹងតែធ្លាក់នៅរស់កន្លែងហ្នឹងព្រះអង្គថាព្រះអង្គអត់យល់ព្រមទេព្រះអង្គមិនអនុមោទនាទេហើយអ្នកណាធ្វើបុណ្យហើយតែងតែកាន់ស្ថានសួគ៌ក៏ព្រះអង្គអត់យល់ព្រមដែរនឹងអញ្ចឹងសួរថាពោលយ៉ាងម៉េចមិនត្រូវថាបុគ្គលដែលធ្វើបាបកម្មហ្នឹងហើយបើកម្មហ្នឹងមានឱកាសឲ្យផលអញ្ចឹងណាហ្នឹងហើយយើងអត់និយាយថាបុគ្គលហ្នឹងឲ្យធ្វើបាបហើយនឹងធ្លាក់នរកហើយពាក្យហ្នឹងព្រះអង្គអត់ព្រមទេមានន័យថាបើបាបកម្មហ្នឹងមានឱកាសឲ្យផលគឺថាដឹងតែអបាយភូមិហើយនឹងកុសលកម្មក្តីអកុសលកម្មក្តីដែលមានឱកាសឲ្យផលហើយបើអត់មានឱកាសឲ្យផលទេក៏អត់ចឹងទៅនឹងហើយដូចបញ្ហាសាកសួររបស់គុណចាស់ហ្នឹងក៏
ចូលនៅក្នុងរឿងនឹងឯងទាំងដោយសារកម្មរបស់លោកមិនតាន់ប្រព្រឹត្តទៅជាអន្តរាយិកធម៌តែមិនប្រព្រឹត្តទៅក្នុងអនន្តរាយកម្មគុណចាស់ណានឹងអញ្ចឹងទៅឧបនិស្ស័យបុណ្យដែលលោកធ្លាប់បំពេញមកនៅក្នុងព្រះសម្មាសម្ពុទ្ធអង្គមុនអញ្ចឹងទៅធ្វើឲ្យលោកនឹងឯងគឺថាព្រះសម្មាសម្ពុទ្ធហើយព្រះអគ្គសាវកនឹងអាចសង្គ្រោះបានទានរហូតដល់គាត់នឹងនិមន្តព្រះអគ្គសាវកនឹងទៅទទួលចង្ហាន់ដល់ពេលទទួលចង្ហាន់ទៅស្ដាប់ធម៌អត់ចូលគាត់នឹកឃើញតែរឿងខ្លួនឯងធ្វើបាណាតិបាតសម្រាប់សត្វចឹងទៅចិត្តរវើរវាយនឹងចឹងទៅគាត់សួរដែលគាត់សម្រាប់សត្វចឹងបានបាបច្រើនឬយ៉ាងណាហើយបានព្រះសរិបុត្រលោកមានឧបាយទៀតលោកសួរថាតើព្រាហ្មណ៍ធ្វើហ្នឹងធ្វើដោយចិត្តខ្លួនឯងឬក៏ធ្វើតាមអ្នកណាថាខ្ញុំព្រះអង្គធ្វើតាមព្រះរាជាហើយព្រះសរិបុត្រលោកឆ្លាតលោកថាបើធ្វើតាមព្រះរាជាអញ្ចឹងបាបដូចម្ដេចទៅណោះឃើញទេលោកសួរអញ្ចឹងណាលោកសួរហ្នឹងមិនមែនលោកឆ្លើយថាមិនបាបទេលោកគ្រាន់តែសួរថាបើធ្វើតាមព្រះរាជាអញ្ចឹងបាបដូចម្ដេចទៅណោះដល់ពេលអញ្ចឹងទៅព្រាហ្មណ៍គាត់កាន់យកសេចក្តីខុសគាត់ថាគាត់អត់បាបទេអញ្ចឹងណែដល់ពេលអញ្ចឹងសុបាយចិត្តណាដល់ទៅពេលសុបាយចិត្តតាំងចិត្តស្ដាប់ធម៌សម្រាប់សោតតាដោយសារអីដោយសារអំពើកម្មធ្វើបាណាតិបាតនឹងក៏ពិតប៉ុន្តែគុណនៃព្រះធម៌នេះដែលកម្មរបស់គាត់នឹងមិនស្ថិតនៅក្នុងអន្តរាយិកធម៌ដែលធ្វើឲ្យអន្តរាយគឺអនន្តរាយកម្មគុណចាស់នឹងអញ្ចឹងទៅបានស្ដាប់នៅព្រះធម៌តាំងចិត្តស្ដាប់ធម៌ដោយគោរពសម្រាប់ជាព្រះអរិយបុគ្គលអញ្ចឹងទៅរួចផុតអបាយភូមិនោះគុណរបស់លោកកុត្តរៈនឹងអស្ចារ្យអញ្ចឹងចឹងបានពុទ្ធបរិស័ទយើងជួនកាលគិតខុសអញ្ចឹងញាតិញោមគិតថាអូខ្ញុំសៅហ្មងសម្រាប់សត្វរាល់ថ្ងៃអត់ហ៊ានមកវត្តស្ដាប់ធម៌ទេខ្លួនឯងវាអត់បរិសុទ្ធគិតនឹងគិតខុសទៅហ្មងទេញាតិញោមបើជួបអ្នកអញ្ចឹងប្រាប់ថាអត់អីទេនៅសម្រាប់សត្វក៏មកស្ដាប់ធម៌បានដែរណាហ្នឹងហើយដូចយើងអមមាថាទៅដាក់ចរិតអីចឹងណានឹងថាខ្ញុំសម្រាប់សិតដាក់ចរិតរោគកូនខាត់អីចឹងស្ដាប់ធម៌អត់បានទេអត់ទេស្ដាប់បានណាដាក់ចរិតបដើបើកធម៌ស្ដាប់បដើទៅណាហើយដល់ពេលស្ដាប់យល់ហើយល្អបាត់ហើយមិនចឹងទេណាហ្នឹងហើយដំបូងវាទៅអញ្ចឹងមែនប៉ុន្តែដល់ពេលបានស្ដាប់រឿយហ្នឹងយល់ដល់ពេលយល់ដាក់ចរិតហ្នឹងមិនបាច់អ្នកណាបខំទេឈប់ឯងហ្នឹងហើយបើចង្កាលវាគិតឃើញអញ្ចឹងទៅខ្ញុំនៅហូបសារាអីចឹងមិនបាច់ស្ដាប់ធัวទេអត់ទេស្ដាប់មកកុំឲ្យមិនបាច់ណាហ្នឹងហើយដល់ពេលយើងស្ដាប់យូរទៅយើងយល់យើងនឹងចេះកែប្រែខ្លួនឯងទៀតអញ្ចឹងនៅក្នុងបញ្ហាហ្នឹងបើសិនជាមិនបានស្ដាប់ធម៌ព្រះអង្គហើយដូចព្រះអង្គកលីមាលអីមិនបានព្រះអង្គទៅប្រោសទេនឹងបើសិនជាកម្មនឹងមានឱកាសឲ្យផលគឺថាអត់រួចពីអបាយភូមិទេនឹងអញ្ចឹងបានក្នុងការដែលយើងពោលគុណចាស់ណាមកថាយើងពោលពីរឿងបុគ្គលដែលធ្វើបាបបុគ្គលដែលធ្វើបុណ្យដែលយើងពោលឲ្យត្រូវយើងពោលនិយាយថាកាលណាបើបុណ្យនឹងមានឱកាសឲ្យផលរមែងទៅកាន់ស្ថានសួគ៌ណាយើងមិនពោលរួមថាអ្នកធ្វើបុណ្យស្លាប់ហើយដឹងទៅកាន់ស្ថានសួគ៌ពោលអញ្ចឹងព្រះអង្គអត់ទទួលទេហ្នឹងហើយអ្នកធ្វើបាបស្លាប់ហើយដឹងទៅអបាយភូមិហើយនៅពោលអញ្ចឹងក៏ព្រះអង្គអត់ទទួលដែរអ្នកធ្វើបុណ្យបើបុណ្យនឹងឲ្យផលគឺទៅកាន់ស្ថានសួគ៌អ្នកធ្វើបាបបើបាបនឹងឲ្យផលគឺទៅកាន់អបាយភូមិហ្នឹងយើងនិយាយអំពីផលបុណ្យនិងផលបាបហ្នឹងអញ្ចឹងគុណចាស់អញ្ចឹងដែលលោកអាចនៅសម្រាប់ដែលលោកអាចសម្រាប់ធម៌បាននេះគឺដោយសារគុណព្រះធម៌ហើយដល់ទៅពេលលោកកតរៈធម៌កើតឡើងនៅក្នុងសន្តាននៃចិត្តហើយគឺត្រូវតែបិទអបាយភូមិហ្មងគឺថាកើតឡើងនៅក្នុងជាតិកំណើតខាងមុខអីយ៉ាងណាក៏អាចឲ្យផលក្នុងប្រវត្តិកាលប៉ុណ្ណោះកាលណាបើអត្តភាពនៅមានអតន្តបរិនិព្វានណាគុណចាស់នឹងដូចលោកត្រូវគេបៀតបៀនណាគប់អីទៅបែកបស័យសាយចឹងទៅអាហ្នឹងគឺថាឲ្យផលក្នុងប្រវត្តិកាលហ្នឹងហើយដល់ទៅពេលគុណនៃលោកកតរៈហ្នឹងឯងគឺថា
บัดกำเนิดแต่การอบายภูมิในเองคือถ้าเจียเพียบอจาในพรหมจาระยะทั่วระบบเปรสมาสัมปตเตียนนั่งกำเอาแต่สัตว์นั่งทัดในขนมอันตรายกะทั่วมีนันตรายกรรมไอ้นั่งจังเต๋อคือถ้าไปทั่วอาช่วยบ้านในขนมจีดนั่งให้มันแต่ปันนั่งเต้เนี่ยได้ประเตอร์น้องอันนันตรายกรรมนั่งก็การนาบเมียนสิกระไดเจริญทลาสดับประทัวบ้านดอนเนบรอตนะตรายเจตีปังเจตีระลึกหนึ่งบ้านเจวิสนาขนมการรวยพอดจะตกตึกขนมจีดขมกหนึ่งตึกเตียดอาจารย์จังสิกระไดเจริญทลามาขนมบรอตนะตรายเยอะหยมหนึ่งจังชมกันนาชลายโจรูมวยบองครูประเกณฑ์คนจะปันหนังแบบยังจ้ะน่ะบ้านได้เดียวนะนั่งไงจังบันnhiệt nhôm bột bò để sạch trời đằng dương cát máu miền để ná bò để sọt tê đằng này ca bộc bật tôi chờ đất tam phơi cai tam phơi vía cha tam phơi chật ấy nắng ban đằng o hay ruộng nắng tờ bộc mặt đai luôn ai nắng có hiên vía top chê đằng này ruộng chê tầm mai luôn ai đằng này khẩn nè mày nó chê khăn về dưới trong ao một mái chê mày vĩnh mày chê không bán được chê mày vĩnh nàng miên chăng á nàng hay dân phần tô này là nàng cứ mình đăng áo với chia nàng hay miên này đã trong trắng nhiệt nhiều nàng ông bạn thì say cả lang mau chơi mình nuôi nâng trong lọ nó mình nè bàn tay lọ mình ruồi pro áo với chia nàng trắng ban bỏ ông trung tra sầm đai nàng áo với chia ban nơi ấy bà nơi rồi bó đáy mình cua bà nơi rồi bó đây mình cua bà nâng ấy cài tôi chờ rát việc chạy tôi chờ rát hay nắng mẹ nấu tôi chờ rát nâng chân bàn dương không bằng sắc xa riêng số sân xóm bánh nha tiền ở ca triệt nà nó cũng ôi là ngôn tiền dương riêng ở trẻ đằng tử thôi ta bật tay dương mau đạp riêng chân mà ngay đăng mình tích mà ngay đăng mình tích đạp bê nhiệt nhôm không bằng riêng nó trẻ từ vô lấy nâng bùn lư xoang nâng cư thả cao lang nông chật tư hay bàn đạp riêng số tư đo tập bê ca ru nơi nông krong kru sa nông phùm sọc ấy nâng cư thả play chỉ vật miên sập phí play chiêng môn nâng ban thì cái đấy sọc trơn bởi vì lực môn rương trơn nó nhận nhộm nâng ấy tích miên rương khá mình cua rương xó còn tay đôi xa dương ọt che ọt đấng dương là ngúng cả rương bàn mẹ đó nâng ấy còn tay bớt sơn để dương che đấng tới dương ọt một cọp về trao từ tam tây tạ tới dương miên chăm bạch lực vô môn để dê trơn từ ấy tiết rồi dê trơn có bị ọt bàn ấy đây nàng ấy dương cọp về trao đó cho bớt lại từ dương ọt giấy rương tranh màu vì nà mình chăng đó nàng ấy rương với tranh màu vì anh dây nàng ta đấy nàng ấy dương vì ọt trong trong tranh trong bản năng bật trên ấy chân tới xua là cách rồi bao nhiêu nhôm phô tập bao để sát bờ tiệt tuông phơi cho môi nè đợt tới phơi là ó này dây là ó kết là ó từng bay ní cái áo một thá bẩn đất từ lẹ cẩn nạ rồi bỏ bẩn đất nắng tay tài này dây là ó phơi là ó kết là ó hay bờ sân thì pia luôn phơi là cỏ này dây có cỏ kết có cỏ chẳng ca na để chặt dương kết là cỏ nơi khung pê nắng dương trời đằng thả pia là thua cả là khung cài này hời chẳng dương trời bẩn to ở thua pia nắng tranh màu tam vì cha tranh màu tam mấy ấy tiết rồi có trời bị cha là na thua hãy cột sừng cọt nâng trời bị cha là na thua cột sừng cọt nâng để bàn dương chui luôn anh bàn hay bà thà vì cát lang màu hãy dương nơi ta ao vì cát chẳng tự tiết dương miền ruộng đầy cho môi phải thua miền ruộng đầy cho môi presma sampot ấy nơi ta khang ba phải thua rồi hốt nè nè chẳng vì tao thì dương rùm cái này chỉ môi bể thua rồi bỏ ong sầm đai bình vô prap nai nóm ở dương bực bết sôi chả đất tam cái tam phơi việt trá tam chặt chứng dương trâu tay một kia chỉ môi thua ban dương chặt ca chỉ môi ba bể thua đây vì cá không cài dương nặng bàn hay bảo mình chân tế
យើងឲ្យទៅវាកើតរហូតអញ្ចឹងយើងចោលធัวរហូតមិនអញ្ចឹងទេហ្នឹងហើយអញ្ចឹងវាតល់តែយើងព្រមឲ្យធัวប្រដៅណែនាំនឹងផងហ្នឹងហើយជួនកាលទៅធ្វើខុសខឹងក្រោតច្រើនហើយសាកព្រមអាចារ្យរីនិយាយទៅអត់ស្ដាប់ទៀតមែនអត់ណានឹងគេប្រាប់ថាខឹងច្រើនមិនល្អនឹងទេវាទៅជាគិតថាគេហ្នឹងវាស្ដីបន្ទោសថាឲ្យទៅវិញអញ្ចឹងមានចូលដៃជាមួយពធមានចូលដៃជាមួយសាកព្រមអាចារ្យអីវានៅទៅតឹងជាមួយបាបទៅតឹងជាមួយធัวហ្នឹងឯងនៅខាងបាបទៅតឹងជាមួយធัวមែនទេណាហ្នឹងហើយអញ្ចឹងវាធ្វើមិនជួយខ្លួនឯងបានជួយអត់បានទេសាកព្រមអាចារ្យជួយមិនបានគេថាណែសេចក្តីក្រក់គំរោះគំរើយក្រោតក្រៀតហ្នឹងវាអត់ល្អដល់គេប្រាប់ទៅអន់ចិត្តហើយចង់ឲ្យតែគេនិយាយថាអាក្រក់នឹងល្អដែរគេនិយាយមិនកើតមិនចឹងហ្នឹងហើយយើងជួនកាលវាឆោតដល់តែប៉ុណ្្នឹងហើយចង់គេថាខ្លួនឯងធ្វើអាក្រក់ខឹងក្រោតកាចហើយនៅចង់ឲ្យគេនិយាយថាល្អដែរគេនិយាយមិនកើតហ្នឹងហើយវាមានតែមិត្តផ្លំបាននិយាយកើតអីណែឯងខឹងនឹងត្រូវហើយជេរវាទៅខ្ញុំគ្រប់ត្រូលហ្នឹងហើយយើងចង្កើវាស្រឡាញ់អ្នកគ្រប់ត្រូលអញ្ចឹងមែនទេហ្នឹងហើយអត់ដឹងថាអ្នកហ្នឹងជួយឲ្យយើងកើតបាបហើយយើងទៅចូលចិត្តអញ្ចឹងមើលយើងចេះឬឆោតហើយឆោតអញ្ចឹងទៅបើឆោតទៅឬក៏ឆោតយូរហើយហ្នឹងហើយយូរហើយមែនទេណាហ្នឹងហើយហ្នឹងអញ្ចឹងបានយើងស្ដាប់មកយើងភ្ញាក់យើងឃើញថាបាបពធណែតែកើតឡើងក្នុងសន្តានចិត្តយើងនេះគឺមិនមែនឲ្យយើងមានប្រយោជន៍ទេដូចជំងឺដែលកើតឡើងក្នុងកាយអញ្ចឹងហ្នឹងហើយអ្នកជំងឺត្រូវរួមជាមួយគ្រូពេទ្យមកខាងគ្រូពេទ្យឬក៏អ្នកជំងឺទៅខាងជំងឺហ្នឹងហើយវាត្រូវរួមគ្នាជាមួយគ្រូពេទ្យរួមយ៉ាងម៉េចគ្រូពេទ្យឲ្យតមអីយើងត្រូវតមហ្នឹងហើយទទួលថ្នាំតាមម៉ោងពេលវេលាអាហ្នឹងយើងត្រូវសហការជាមួយគ្រូពេទ្យមិនមែនទៅសហការជាមួយជំងឺទេគ្រូពេទ្យថាឲ្យលេបថ្នាំយកមកដល់លេបទៅទឹកថ្នាំកវត្តចោលអាហ្នឹងសហការជាមួយគ្រូពេទ្យដែរអត់ទេហើយគ្រូពេទ្យជួយព្យាបាលបានទេអញ្ចឹងវាអត់ទេឲ្យស្លាប់អ្នកណាហ្នឹងហើយហ្នឹងអញ្ចឹងវាត្រូវសហការជាមួយនឹងគ្រូពេទ្យយើងគឺជាអ្នកមានជំងឺដោយកិលេសបាបពធអកុសលអញ្ចឹងត្រូវសហការជាមួយអ្នកណាជាមួយព្រះសម្មាសម្ពុទ្ធដែលព្រះអង្គប្រៀបដូចជាគ្រូពេទ្យព្រះធម៌ដូចជាឱសថចំណែកយើងជាអ្នកទទួលយកនៅការព្យាបាលនឹងដឹងខ្លួនហើយហ្នឹងហើយអញ្ចឹងសហការជាមួយអ្នកណាហ្នឹងហើយជាមួយគ្រូពេទ្យបានជាមិនអញ្ចឹងទេណាហ្នឹងកុំឲ្យយើងសុភាពនៃបាបពធឆ្គាំឆ្គងតាមផ្លូវកាយតាមផ្លូវវាចាអីហើយស្រាប់តែសាកព្រមអាចារ្យដាស់តឿនណែនាំទៅវាសម្គាល់ថាគេនឹងបៀតបៀនទៅវិញមែនណាហ្នឹងហើយញាតិញោមមែននៅពេលដែលគ្រូពេទ្យចាក់ថ្នាំម្ដងសម្គាល់ថាគ្រូពេទ្យបៀតបៀនខ្លួនឯងដែរអត់ទេប៉ុន្តែបើសិនជាទារកមិនឃើញគ្រូពេទ្យមកស្រែកយាយវាគិតថាគ្រូពេទ្យហ្នឹងបៀតបៀនមកពីអត់យល់គ្រូពេទ្យចាក់ថ្នាំឲ្យជាតាដល់ពេលយើងមនុស្សធំគ្រូពេទ្យចាក់ថ្នាំឲ្យគឺថាហ្នឹងអត់ធន់ណាដើម្បីឲ្យគ្រូពេទ្យព្យាបាលនឹងបានជាយើងអញ្ចឹងដូចគ្នាហ្នឹងគឺត្រូវអត់ធន់ជាមួយនឹងការណែនាំរបស់ព្រះធម៌របស់សព្រមអាចារ្យអីចឹងទៅចិត្តនឹងឯងនឹងបានធូរស្រាលជាម្ដងបន្តិចអំពីបាបធម៌ទៀតហ្នឹងចិត្តដល់ម៉ោងអត់ណាហើយហ្នឹងហើយយើងចូលដល់មេរៀនយើងបន្តិចទៅអត់សូវបានចូលមេរៀននៅក្នុងបច្ចយាការវិភាគហ្នឹងអវិជ្ជាបច្ចយាសង្ខារហើយនៃខ្លឹមសារអីបានអធិប្បាយសំគូហើយនៅបញ្ញភិសង្ខារបញ្ញភិសង្ខារអនិញ្ជាភិសង្ខារកាយសង្ខារវិច័យសង្ខារចិត្តសង្ខារល្មមអាចចេះច្បាស់ហើយណានឹងអវិជ្ជានឹង
ការមិនដឹងក្នុងទុក្ខមិនដឹងក្នុងសមុទយៈមិនដឹងក្នុងនិរោធមិនដឹងនៅក្នុងមគ្គនឹងឯងជាបច្ច័យឲ្យធ្វើនៅបញ្ញភិសង្ខាអបញ្ញភិសង្ខាអនិញ្ជាភិសង្ខានឹងយើងបានស្ដាប់មកសំគួរអាចចេះដឹងបានហើយថាគុណចាស់ញាតិញោមណាយូរទៅផ្លេចឆ្ងល់អីអាចសាកសួរទៅនឹងនៅក្នុងសេចក្តីតទៅមានព្រះអត្តកថាហ្នឹងលោកលើកជាបញ្ហាដើម្បីនឹងសួរឲ្យលោកឆ្លើយដោះស្រាយឲ្យយើងលោកថាក្នុងទីនេះបើសិនជាមានអ្នកសង្ស័យថាសួរថាអវិជ្ជាតែម្យ៉ាងប៉ុណ្ណោះជាបច្ច័យដល់សង្ខារទាំងឡាយឬថាធម៌ទាំងឡាយដតីជាបច្ច័យក៏មានដែរលោកចង់និយាយថាអវិជ្ជាជាបច្ច័យដល់អភិសង្ខារនឹងមានតែអវិជ្ជាតែមួយមុខហ្នឹងឯងហើយធម៌ដតីអត់មានទេហ្នឹងហើយលោកក៏បានឆ្លើយថានៅក្នុងសេចក្តីនេះនឹងមានពាក្យពោលយ៉ាងណាប្រសិនបើមានអវិជ្ជាតែមួយប៉ុណ្ណោះលទ្ធិថាហេតុសម្រាប់ធ្វើមានតែម្យ៉ាងក៏នឹងប្រកបប្រសិនបើធម៌ដតីជាបច្ច័យមានការអធិប្បាយដល់ហេតុតែម្យ៉ាងថាសង្ខារទាំងឡាយរមែងមានព្រោះអវិជ្ជាជាបច្ច័យដូច្នេះក៏មិនកើតឡើងរមែងមិនកើតឡើងព្រោះហេតុអ្វីនឹងចឹងលោកសួរឆ្លើយដើម្បីឲ្យយើងយល់បំផុសគំនិតឲ្យយើងយល់ថាបើសិនជាថាសង្ខារហ្នឹងកើតឡើងដោយមានអវិជ្ជាតែមួយយ៉ាងហ្នឹងគឺថាលទ្ធិមួយហ្នឹងវាត្រូវកើតទៀតគឺថាធម៌ដែលកើតឡើងគឺកើតឡើងពីធម៌តែមួយយ៉ាងហេតុមានតែមួយទេហ្នឹងវាមានលទ្ធិកើតអញ្ចឹងបានលោកចាប់ផ្ដើមសម្ដែងថាក្នុងលោកនេះផលមួយយ៉ាងរមែងមានព្រោះហេតុតែមួយយ៉ាងមិនមានន័យថាផលដែលកើតឡើងនោះមានតែមួយមុខទេហើយហេតុដែលនាំឲ្យកើតនោះមានតែមួយមុខឬថាអត់មានទេនឹងមួយទៅផលច្រើនយ៉ាងរមែងមានព្រោះហេតុតែមួយយ៉ាងអាហ្នឹងក៏មិនមានផលតែមួយយ៉ាងរមែងមានព្រោះហេតុច្រើនយ៉ាងក៏មិនមាននឹងតែថាប្រយោជន៍ក្នុងការសម្ដែងហេតុនឹងផលតែមួយយ៉ាងមានលោកចង់និយាយអំពីបច្ច័យមានន័យថាហេតុហើយនឹងផលអញ្ចឹងមានន័យថាសភាវៈដែលកើតឡើងនៅក្នុងโลกនេះវាមានហេតុមានផលស្ដាប់លេខហ្នឹងឲ្យតន់ណាទេណាហើយហេតុមិនដែលមានតែមួយទេនឹងហេតុវាមានច្រើនណាហើយផលដែលកើតឡើងក៏មិនដែលមានតែមួយដែរគឺមានច្រើននឹងមានន័យថារបស់ដែលកើតឡើងមកគឺអត់មែនមានហេតុតែមួយឆ្កុយទៅអញ្ចឹងអត់ទេគត់ទៅអញ្ចឹងអត់មានទេហើយផលដែលកើតឡើងមកគឺឲ្យមានផលតែមួយគត់ទៅអញ្ចឹងក៏អត់មានដែរនឹងប៉ុន្តែប្រយោជន៍នៃការសម្ដែងនឹងចំពោះហេតុផលហ្នឹងគឺសម្ដែងយកធម៌ណាជាហេតុក៏មានយកធម៌ណាជាប្រធានក៏មានយកធម៌ដែលប្រកបក៏មានហើយផលនៅក្នុងផលដែលកើតឡើងវាមានធម៌ច្រើនមុខអញ្ចឹងវាមានធម៌ណាទៅជាប្រធានធម៌ណាទៅប្រកបហ្នឹងហើយធម៌ដែលជាប្រធាននៃផលណាឧមាថាដូចយើងចង់និយាយអំពីសម្លម្ជូរអីចឹងទៅមិនបានយើងហៅសម្លម្ជូរមកពីជូរហ្នឹងវាប្រកបច្បាស់ជាងគេប៉ុន្តែមានតែជូរមួយមុខឆ្កុយចឹងទៅអត់មានបន្លែអត់មានអីដតីទៀតទេតែមានប៉ុន្តែលោកហៅថាម្ជូរហ្នឹងគឺថាដោយហៅទៅលើធัวណាដែលប្រកបខ្លាំងជាងគេយល់ទេចឹងហ្នឹងហើយហេតុដតីទៀតលោកហៅហេតុហ្នឹងហៅឈ្មោះទៅលើហេតុហ្នឹងមួយដោយសារហេតុហ្នឹងគឺជាប្រធានក្នុងបណ្ដាហេតុទាំងឡាយហ្នឹងអញ្ចឹងប្រយោជន៍នៃការសម្ដែងហេតុមួយហើយនឹងផលមួយហ្នឹងមានចឹងកូនចាស់ស្ដាប់តើទេហ្នឹងប៉ុន្តែហេតុដែលនាំឲ្យកើតច្រើន
ផលដែលកើតឡើងច្រើនដល់ទៅពេលប្រយោជន៍នៃការសម្ដែងលោកអាចសម្ដែងលើកហេតុណាជាប្រធានហើយផលណាដែលជាប្រធានយល់ទេចឹងដឹងប៉ុន្តែហេតុដែលមកដែលហេតុដែលនាំឲ្យកើតផលហ្នឹងគឺមានច្រើនណាស់ហើយផលដែលកើតឡើងក៏មានច្រើនដែរអញ្ចឹងយល់ទេចឹងហ្នឹងអញ្ចឹងដល់ទៅពេលព្រះអង្គសម្ដែងអវិជ្ជាបច្ចយាសង្ខារពេលហ្នឹងព្រះអង្គសម្ដែងយកហេតុដែលជាប្រធានណាប៉ុន្តែនៅក្នុងអវិជ្ជាហ្នឹងមានធម៌ដតីទៀតអត់មានសម្បយុទ្ធធម៌ដតីទៀតហើយជាបច្ច័យដល់អភិសង្ខារព្រះអង្គមិនសម្ដែងយកចេតនាជាប្រធានមិនអញ្ចឹងគុណចាស់ណាប៉ុន្តែធម៌ដតីទៀតមានឬអត់សម្បយុទ្ធធម៌មានផលដែលត្រូវកើតឡើងមានច្រើនហេតុក៏មានច្រើនដែរប៉ុន្តែព្រះអង្គរើសយកហេតុជាប្រធានមួយផលជាប្រធានមួយមកសម្ដែងអាហ្នឹងការសម្ដែងគឺការរើសយកហេតុមួយនិងផលមួយរមែងមានប៉ុន្តែមិនមែនហេតុដែលនាំឲ្យកើតឡើងហ្នឹងមានតែមួយគត់ឬផលដែលកើតឡើងហ្នឹងមានតែមួយគត់គឺអត់ទេអញ្ចឹងស្ដាប់តើអីយ៉ាងណាហើយលោកមានសេចក្តីអធិប្បាយថាក្នុងលោកនេះផលតែមួយយ៉ាងរមែងមានព្រោះហេតុតែមួយយ៉ាងក៏ទេផលច្រើនយ៉ាងរមែងមានព្រោះហេតុតែមួយយ៉ាងក៏ទេផលតែមួយយ៉ាងរមែងមានព្រោះហេតុច្រើនយ៉ាងក៏ទេដល់តើនេះទៀតតែថាផលច្រើនយ៉ាងរមែងមានព្រោះហេតុច្រើនយ៉ាងហ្នឹងហើយពិតហើយពូជពោលគឺណាពូជឈើទៀតណាហ្នឹងហើយពូជឈើពោលគឺក្រៅអំពីរូបណាមានពណ៌មានក្លិនជាដើមដែលកើតឡើងមិនមែនតិចឡើយរមែងប្រកាសបានព្រោះហេតុទាំងឡាយជាច្រើនគឺឧត្តកយើងចង់និយាយថាផ្លែឈើហ្នឹងវាមានពណ៌មានក្លិនមានរសផ្លែឈើទេណាផ្លែឈើឬក៏ពូជឈើនឹងក្របពូជអីហ្នឹងដែលវាដោះឡើងមកវាមានពណ៌មានក្លិនមានរសច្រើនមុខអីទេណាហ្នឹងហើយហេតុក៏មានច្រើនហេតុដែលនាំឲ្យកើតហ្នឹងហើយហេតុហ្នឹងវាមានឧត្តកមានផែនដីមានពូជមានទឹកឧបមាថាយើងផ្លែឈើមួយដែលវាកើតមកអញ្ចឹងផ្លែឈើហ្នឹងមានពណ៌ទេមានក្លិនទេមានរសទេមានអញ្ចឹងវាមានច្រើនហ្នឹងមិនអញ្ចឹងពណ៌ក្លិនរសជាដើមអញ្ចឹងទៅហើយដល់ទៅពេលហេតុដែលនាំឲ្យកើតពូជដែលនាំឲ្យកើតបានផ្លែឈើហ្នឹងវាមានអីវាមានពូជវាមានផែនដីវាមានឧត្តកមានទឹកមិនអញ្ចឹងទេណានឹងដែលយើងដាំទៅវាកើតចេញបានមកជាផ្លែអញ្ចឹងទៅហ្នឹងឯងដែលហេតុច្រើនយ៉ាងនាំឲ្យកើតផលច្រើនយ៉ាងអញ្ចឹងទៅតែថាការសម្ដែងហេតុនិងផលតែម្យ៉ាងដូចជាថាអវិជ្ជាបច្ចយាសង្ខារាសង្ខារបច្ចយាវិញ្ញាណังសង្ខារកើតឡើងព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតឡើងព្រោះសង្ខារជាបច្ច័យនឹងនៅក្នុងសេចក្តីហ្នឹងព្រះអង្គចង់បញ្ជាក់ឲ្យយើងយល់អញ្ចឹងមានន័យថាហេតុក៏ច្រើនមុខដល់ទៅពេលផលកើតឡើងក៏ច្រើនមុខដែរប៉ុន្តែព្រះអង្គរើសហេតុណាជាប្រធានមួយយកមកសម្ដែងហើយរើសផលណាជាប្រធានមួយយកមកសម្ដែងអញ្ចឹងទៅបានព្រះអត្តកថាលោកបញ្យល់ឲ្យយើងយល់ថាដូចជាផ្លែឈើមួយអញ្ចឹងគឺវាមានពណ៌វាមានក្លិនវាមានរសហើយដល់ទៅពេលហេតុដែលនាំឲ្យបានផ្លែឈើនោះមកវាមានពូជផ្លែឈើហ្នឹងវាមានផែនដីវាមានឧត្តកក្តៅត្រជាក់ហើយវាមានរសជាតិទឹកអីចឹងទៅមកផ្សំគ្នាទៅបានវាដោះចេញមកទៅជាផ្លែឈើចឹងទៅអញ្ចឹងអាហេតុផ្សំមកហ្នឹងវាច្រើនផលកើតឡើងក៏វាច្រើនហើយដល់ទៅពេលព្រះអង្គសម្ដែងធัวដែលជាហេតុធัวដែលជាផលហ្នឹងក្នុងន័យដូចគ្នាប៉ុន្តែក្នុងអវិជ្ជាជាបច្ច័យឲ្យកើតសង្ខារនេះគឺព្រះអង្គសម្ដែងយកហេតុដែលជាប្រធានហើយនឹងផលដែលជាប្រធានអញ្ចឹងអត្តន័យកន្លែងហ្នឹងយល់បានទេអញ្ចឹង
nằng chân tu bay bỏ ông sầm đai tha về chia bạch trai ở cả song khá có dương mình ngò thành chân miên ta về chia muối sam bờ yết thua đợt tây tiết ọt miên đấy thà miên còn tay bỏ ông ọt lợt vô mau sầm đai tế bỏ ông dục hết đại chia bạch thiền tại đợt pe song khá có miên song khá đợt tây tràn tiết còn tay bỏ ông ọt lợt vô mau tế bỏ ông lợt dục che tận á đại chia phi song khá chia bạch thiềnนั้นคือประอัตถกถาจ้องở dương vô chân tới dương chuồn cáo dân kinh tha đôi chia nơi khăn pe đài a về chia chỉ bạch trai cả song khả chẳng nước a về chia cả lá nước khăn chặt nà mà thả nước khăn màu hạ mù là chặt chẳng nó con cha nó nè chẳng a về chia nước khăn nâng chẳng miền đây tha miền ở tu a về chia muối trên là sắc đại ca rùm chủ muối a về chia nó ban chia bạch trai đó là phi song khả thế á thà chia bạch trai đôi khía phần tái thua đợt tây nút mình ban chia bạch thiền giờ lấy chẳng nâng cứ dân ở bàn chập xịt cái đây cái lại nâng tới dân ọt ngon lên nè xôm bay thả về chia đại cao chỉ môi nâng lô phé có về miền toàn là hà chỉ lô phé nâng đài mình chân thì nó hay có về chia bạch trái đó là phí song kha đối khnia nâng chấn dân ai ngon thay cho toàn là hà đại cao chỉ môi lô phé đại cao chỉ môi ao về chia nâng mấy có bọn mình ban sầm đai vô máu thà chia bạch trái đó là phí song kha đài mấy có rơi vô tại ao về chia môi thà máu pi cái lại nâng ánh ao về chia cứ chỉ hát đại chia bọt thiền chỉ thùng giờ lấy chẳng nâng hay bọn sầm đai từ nước nông này tesna để lược vô hạt mùi màu chia bật thiền nâng chẳng bán bọn sầm đai tới pre atakatha nâng lục chạy là cứ thà để bọn sầm đai chẳng cứ chia xịt ở đây bị ruột này tesna nâng để po đal biển này sạch nâng bị prua nước nông tì khla là miền hai nâng pháo chia bật thiền mùi là bọn lược vô hát bọn lược vô pháo nâng ấy chia bật thiền hay prua nông tì khla miền hai nâng pháo bật cọt là muối miền hai nâng pháo chia bật thiền nâng bọn sầm đai lược thua mùi vô một pol nâng ấy tiền á đời xa miền hai nâng pháo chia bật thiền hay nâng nông tì khla cứ miền hai nâng pháo bật cọt nângហើយនៅក្នុងទីខ្លះគឺមានហេតុនឹងផលជាអសាធារណៈហ្នឹងគឺថាជាភាពពីរោះនៃទេសនាដែលព្រះអង្គលើកយកធម៌មួយមកសម្ដែងហេតុព្រះអង្គលើកយកមកតែមួយហើយផលព្រះអង្គលើកយកមកតែមួយដោយហេតុ3ប្រការទី1ដោយមានហេតុនឹងផលជាប្រធានទី2ដោយមានហេតុនឹងផលប្រកបទី3ដោយមានហេតុនឹងផលជាអសាធារណៈnâng hay chăm đợt về ta hẹn nâng Paul chia bậc thiên nâng dạng na hẹn nâng Paulประกอบnâng dạng na hẹn nâng Paul chia ạ sa thiên nạ nâng dạng na nâng dương nâng sạch đập nâng khăn ngày phải chia bần to từ tiết tiền pro từ từ át thịt bài tràn ở nhiệt nhôm bàn vô bần tay cần là thà đại dương trời chập xịt cái đây ở bán cứ thà sập phê viện tràn chia hết chia phải cháy đó sập phê viện tràn chiaផលប៉ុន្តែព្រះអង្គរើសយកហេតុណាជាប្រធានមួយឬក៏ហេតុណាប្រកបមួយឬក៏ហេតុណាជាអសាធារណៈមួយព្រះអង្គរើសយកធัวនឹងមួយមកសម្ដែងអញ្ចឹងទេណាហើយផលក៏ដូចគ្នានឹងតែព្រះអង្គសម្ដែងនឹងជាភាពពីរោះនៃទេសនានឹងអញ្ចឹងព្រះអង្គសម្ដែងលើកធัวមួយយើងមើលនៅក្នុងបដិច្ចសមុបាទធัวហ្នឹងសិតតែធัวមួយហ្នឹងមិនអញ្ចឹងទេណាអវិជ្ជាសង្ខារវិញ្ញាណនាមរូបសាលាយតនៈផស្សៈវេទនាតណ្ហាឧបាទានភពជាតិជរាមរណៈសោកៈបរិទេវៈទុក្ខៈទោមនស្សៈឧបាយាសៈសុទ្ធតែព្រះអង្គរើសយកសភាវៈមួយទាំងអស់ប៉ុន្តែនៅក្នុងហេតុហើយនឹងផលហ្នឹងមិនមែនមានតែសភាវៈហ្នឹងមួយទេគឺមានសម្បយុទ្ធធម៌ដតីទៀតនឹងអញ្ចឹងដែលព្រះអង្គរើសយកសភាវៈដែលជាហេតុមួយសភាវៈដែលជាផលមួយមកសម្ដែងគឺដោយហេតុ3យ៉ាងទី1យកហេតុនឹងផលជាប្រធានទី2យកហេតុនឹងផលដែលប្រកបទី3យកហេតុនឹងផលដែលជាអសាធារណៈអញ្ចឹងចាំទេចឹងហ្នឹងហើយអង្គនៃបដិច្ចសមុបាទចាំអត់មិញ
អវិជ្ជាសង្ខារវិញ្ញាណនាមរូបសាលាយតនៈផស្សៈជាដើមណាហ្នឹងហើយខ្ញុំកណាពោលរឿយដើម្បីឲ្យគុណចាស់ញាតិញោមបានចាំអញ្ចឹងយើងនឹងស្ដាប់តទៅនៅក្នុងថ្ងៃស្អែកថាដែលព្រះអង្គសម្ដែងយកហេតុនិងផលជាប្រធានតើមានលក្ខណៈដូចម្ដេចព្រះអង្គសម្ដែងយកហេតុនិងផលដែលប្រកបតើមានលក្ខណៈដូចម្ដេចព្រះអង្គសម្ដែងយកហេតុនិងផលដែលជាអសាធារណៈតើមានលក្ខណៈដូចម្ដេចហ្នឹងអញ្ចឹងស្ដាប់ទៅចាប់បានខ្លះដែរគុណចាស់ណាហ្នឹងហើយអញ្ចឹងគឺយើងត្រូវស្ដាប់ហើយស្ដាប់ទៀតធម៌នេះតើតែស្ដាប់ហើយផ្ចង់ស្មារតីណានឹងបន្តតាមក្រសែធម៌នឹងតន់នឹងឲ្យចិត្តនឹងឲ្យមូលមករកប្រធัวមករកអត្តមករកសេចក្តីបញ្ចប់បានចង្កាលទៅមូលមករកអត្តមករកសេចក្តីនឹងហើយគឺថាចាប់អត់បាននឹងទៅទៀតអញ្ចឹងវាត្រូវស្ដាប់រឿយស្ដាប់ហើយស្ដាប់ទៀតណាអញ្ចឹងប៉ុណ្ណឹងចុះទៀតណាសូមអនុមោទនា